រឿងអមនុស្សបែបហ្នឹងអត់បើសិនជាធ្លាប់ហើយច្រើនទៀតខ្ញុំចង់ដឹងថាខ្ញុំមិនជឿថាគាត់អត់ដែរជួបទេខ្ញុំជឿជាក់ថាពួកគាត់យ៉ាងហោចណាស់ត្រូវតែមានម្នាក់ធ្លាប់ប៉ះរឿងអញ្ចឹងហើយ post ហូក៏ត្រូវការ DOP វីដេអូក៏ត្រូវការ DOP ដែរមែនតើការងារហ្នឹងគឺរបៀបមិនទៅអាចរៀបរាប់ខ្លះៗបានទេព្រោះខ្ញុំជឿជាក់ថាបងប្អូនជាច្រើនស្គាល់តែដៃកាមេរ៉ាកាមេរ៉ាមែនតែប៉ុណ្្នឹងអ្នកថតជាងថតវីដេអូជាងថតរូបថតតែប៉ុណ្្នឹងឯងដល់ពេលយើងប្រើប្រាស់ភាសាបច្ចេកទេសថា DOP តើការងារហ្នឹងគឺរបៀបមិនដែរមែនតើទៅការងារ DOP ហ្នឹងវាមកជាងអ្នកថតគាត់នៅតែថតតែប៉ុន្តែនៅក្នុង role នៅក្នុងproject មួយគេថា project ថតមួយចុះអញ្ចឹងវាមានdepartment ច្រើនវាមានក្រុមការងារច្រើនហើយតួនាទីក៏ខុសគ្នាដែរអញ្ចឹងDOP ហ្នឹងបើពីអីដែលខ្ញុំកំពុងតែធ្វើហើយយើងកំពុងតែរៀនហ្នឹងគឺ more likely យើងធ្វើទៅលើនៅពេលដែលយើងបានscript បានសាច់រឿងពីproducer ពី director យើងមាន visual ពី director មកគឺយើង turn អីទាំងអស់ហ្នឹងទៅជាប្លង់ថតវិញអូខេ make it as a visual យើងចឹងបានថាយើងជាអ្នកកាន់កាមេរ៉ាតែម្ដងបើខ្ញុំនិយាយពី production ធំណាយើងអ្នកកាន់កាមេរ៉ាឬក៏យើងអង្គុយនៅពីក្រោយ monitor it can be it can be both sometimes យើងអាចនឹងអង្គុយនៅចិត្ត director នៅចិត្ត client នៅចិត្ត producer ដើម្បីយើងនិយាយគ្នាទៅលើប្លង់ឬមួយក៏យើង operate កាមេរ៉ាខ្លួនឯងមកmostly យើងឃើញDOP គឺ operate កាមេរ៉ាខ្លួនឯងមកអត់សូវមាន operator ឯងយូរយើងឃើញមានម្ដងឬមួយក៏ project ណាដែលវាច្រើនវាមាន B cam C cam ទៀត cam A cam B cam D 3 cam D 4ទៀតចឹងណាហ្នឹងបាទអញ្ចឹងបានន័យថាមានកាមេរ៉ាមួយដែលយើងអ្នកកាន់ផ្ទាល់ហ្នឹងហើយបងយើងអាចកាន់ផ្ទាល់ឬមួយក៏ project ខ្លះយើងអត់កាន់ផ្ទាល់ទេប៉ុន្តែយើងអ្នក monitor ទៅលើ frame ហ្នឹងថាអូខេកាមេរ៉ា operator ត្រូវធ្វើ frame ហ្នឹងតាមយើងគេថាយើងអ្នក visual ហ្នឹងថាអូខេប្លង់ហ្នឹងត្រូវ movement កាមេរ៉ាយ៉ាងម៉េចតួគាត់ត្រូវដើរប៉ុណ្ណា frame យើងត្រូវ lock movement យ៉ាងណាអញ្ចឹង shot size យើងប៉ុណ្ណាអញ្ចឹងអាហ្នឹងយើងអ្នក lock ខ្លួនឯងហើយតបមកមាន operator ទេគាត់ចាំធ្វើអាហ្នឹងឲ្យយើងបើមិនយើងអត់ operate ខ្លួនឯងទេបើខ្ញុំស៊ីជម្រៅទៅលើការងារបន្តិចដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបមុននឹងយើងចូលដល់រឿងរន្ធត់ព្រោះអានេះជាចំណេះដឹងមួយផ្នែកដែរការងារនឹងពិបាកប៉ុណ្ណាដែរមែនតើទៅវាពិបាកបងបើសិនជាយើងគិតទៅលើការធ្វើវាពិបាកហើយវាច្រើនទៀតវាមានច្រើនជ្រុងទៀតជាក់ស្ដែងបើដូចខ្ញុំអត់ដែរទៅធ្វើទៅលើរឿងធំ feature film អីទេដោយសារយើងនៅក្មេងខ្ចីដែរប៉ុន្តែតាមអីដែលខ្ញុំធ្វើរហូតមកឥឡូវហ្នឹងយើងត្រូវដឹងថាអូខេ direction វាទៅយ៉ាងណាពី director មកតោះមកយើងយកអាហ្នឹងមកបាន turn អាហ្នឹងទៅជា visual របស់យើងវិញនិយាយថាអូខេដូចdirector គាត់ចង់បាន scene ហ្នឹងពេលយប់តួហ្នឹង emotion យ៉ាងណាអញ្ចឹងយើង turn អីដែលគាត់ចង់បានហ្នឹងទៅជា visual ឲ្យគាត់ឃើញថាអូខេ scene ហ្នឹងអញ្ចឹង emotion ហ្នឹងវាត្រូវមួយ color tone ហ្នឹងវាត្រូវមួយអីអស់ហ្នឹងជាការងារជាការងារ DOP អញ្ចឹង DOP គឺសំដៅទៅលើការរៀបភ្លើងទៅអីដែរឬក៏មានអ្នកផ្នែកមួយទៀតយើងអត់រៀបភ្លើងប៉ុន្តែយើងអ្នកយើងមាន gaffer ហ្នឹងគឺគាត់ជាក្រុមការងារបច្ចេកទេសភ្លើងនៅក្នុងហ្នឹងវាមាននៅក្នុង department ហ្នឹងវាមាន gaffer ហើយនិង grip and lighting department ហ្នឹងអញ្ចឹងគាត់អ្នកឡើងទៅសេរីភ្លើងមិនយើងចង់បាន mood tone យ៉ាងណាយើងប្រាប់ខាង gaffer គាត់ set អាហ្នឹងឲ្យតោះមកយើង adjust ថាអូខេភ្លឺប៉ុណ្ណឹងបានហើយភ្លឺប៉ុណ្នេះអត់ទាន់ត្រូវទេ something ដូចអាហ្នឹងអញ្ចឹងគាត់ចាំស្ដាប់យើងប៉ុន្តែ everything ចេញពីយើងទៅអូយស្មុគស្មាញណាព្រោះថាតែ podcast មួយនេះភ្លើងទៅពីគ្រាប់មាន background មួយហើយចប់តែដល់ពេលទៅក្នុង set top វាមានច្រើនយ៉ាងហ្នឹងហើយDOP មួយគាត់មាន style ខ្លួនឯងអញ្ចឹង the way they ធ្វើអាហ្នឹងគាត់មាន style របស់គាត់ហ្មងនិយាយទៅ DOP ណាគាត់មាន style ខ្លួនឯងដែរមាន technique ខ្លួនឯងមានអីខ្លួនឯងអញ្ចឹងអូខេអរគុណច្រើនមែនទែនសម្រាប់ការរៀបរាប់អំពីការងារបច្ចេកទេសមួយចំនួនជូនទៅបងប្អូនទាំងអស់គ្នាក៏ឲ្យខ្ញុំបានដឹងដែរបើសិនជាយើងបកទៅរឿងអបិយជំនឿវិញ Yes អូយើងចូលស្នូលស្អីរឿងខ្ញុំចង់ដឹងថាចេះការងារខ្ញុំជឿជាក់ថាចេះការងារអ្នកកាន់កាមេរ៉ាគឺមានការចោះទៅព្រៃថតឬក៏ទៅតំបន់ប្លែកៗដើម្បីថតទៅបើសិនជាខ្ញុំមុននឹងចូលដល់ការងាររបស់យើងថយក្រោយមកអស់តើបទពិសោធន៍របស់ David បានជួបប្រទះជាមួយនឹងរឿងអមនុស្សចាប់តាំងពីពេលណាមកតាមពិតទៅបើយើងរាប់ថាយើងឃើញ
រឿងអបិយជំនឿទាំងអស់ហ្នឹងតែបើវាតាំងពីក្មេងហើយប៉ុន្តែមកពីយើងអត់ចាប់អារម្មណ៍វា ក្មេងប្រហែលប្រហែល let's say 5 6ឆ្នាំអ្នកទី1អ្នកទី2តែប៉ុន្តែពេលហ្នឹងយើងឃើញនេះឃើញនោះប៉ុន្តែយើងអត់ចាប់អារម្មណ៍ពីវាហើយអ្នកផ្ទះគ្រួសារគាត់អត់និយាយអីដែរគាត់ថាវាមានអីទេអញ្ចឹងយើងក៏អត់អីដែរទៅតែយើងអត់ចង់អត់ចេះគិតពីវាដែរយើងនៅក្មេងគិតពីលេងអញ្ចឹងក្នុងករណីនេះហើយពេលណាដែរដែលយើងទទួលស្គាល់ថារឿងអបិយជំនឿពិតជាមានពិតទីពេលខ្ញុំរៀនទី11យ៉ាពីsomewhere ម្ដុំហ្នឹងម្ដុំទី10ទី11អីឡើងមកហ្នឹងតើមានរឿងអ្វីកើតឡើងដែលពេលហ្នឹងដែលគួរនិយាយថាគ្រួសារប្រាប់ថាកុំគិតនៅក្នុងលោកហ្នឹងអត់មានខ្មោចទេដើម្បីបលួងចិត្តកូនកូនកុំឲ្យខ្លាចណាប៉ុន្តែកលៈទេសៈមួយហ្នឹងគឺអត់ទេប៉ាម៉ាក់មានតើកលៈទេសៈមួយណាខ្ញុំចាំពេលហ្នឹងខ្ញុំដូរសាលាខ្ញុំដូររៀនពីភ្នំពេញទៅខេត្តដែរខ្ញុំទៅកំពង់ចាមតែប៉ុន្តែពេលវាធម្មតាគេមានតែសិស្សដែលរៀនពីខេត្តគេបកមកភ្នំពេញតែខ្ញុំអត់ខ្ញុំពេលហ្នឹងខ្ញុំរៀនតាមទី9នៅភ្នំពេញហើយខ្ញុំទៅរៀននៅខេត្ត2ឆ្នាំ11អញ្ចឹងអំឡុងពេលដែលខ្ញុំទៅខេត្ត2ឆ្នាំហ្នឹងឯងដែលខ្ញុំមានអារម្មណ៍ថាអាហ្នឹងមិនមែនដូចគាត់និយាយទេវាគឺថាអាហ្នឹងមានមែនតើហើយអីដែលយើងឃើញនឹងភ្នែកយើងហ្មងថាមិនមែននេះអាហ្នឹងមែនតើនេះអាហ្នឹងមែនតើនេះតែសាច់រឿងមួយនេះជាសាច់រឿង Snow នៅក្នុងអ្វីដែល David នឹងចែករំលែកឬក៏អាហ្នឹងរឿងឈុតឆាកខ្លីៗតែគាត់ខ្លីៗតិចតិចតែពេលនោះឃើញបែបណាខ្ញុំចាំពេលហ្នឹងខ្ញុំនៅសាលាហើយវាលេតម៉ោងរៀនហើយព្រោះយើងរៀនគួរអញ្ចឹងរៀនគួរវាយ៉ារៀនគួរវា5 6 6 7ហើយអញ្ចឹងតើខ្ញុំចេញពីរៀនវាម៉ោង7ហើយពីថ្នាក់ដែលខ្ញុំរៀនគួរថ្នាក់វានៅក្រោយវានៅខាងក្រោយអញ្ចឹងតើខ្ញុំដើរមកដល់ហើយផ្ញើម៉ូតូកន្លែងដែលយកម៉ូតូហ្នឹងវានៅបណ្ដាល័យវានៅមុខវិញបាទអញ្ចឹងក្នុងពេលដែលយើងដើរមកហ្នឹងវាមានថ្នាក់ហ្នឹងមែនតើគេរៀនទេគេរៀនធម្មតាប៉ុន្តែពេលយើងដើរមកដល់ហ្នឹងវាឲ្យអារម្មណ៍ណាមានមនុស្សទៀតមានមនុស្សក្នុងថ្នាក់ហ្នឹងដែរមានមនុស្សក្នុងថ្នាក់ហ្នឹងអត់បិទទ្វារហ្នឹងបើកទ្វារធម្មតាវាមានល្ងិតទេទាំងពេលហ្នឹងគឺអស់សិស្សអត់មានអ្នកគេរៀនគួរទេអត់មានថារៀនគួរតែថ្នាក់ខ្ញុំហើយពេលដែលចេញមកហ្នឹងខ្ញុំដើរមកមួយមិត្តភ័ក្តិទេវា3 4នាក់ដើរជុំគ្នាតែយើងធម្មតាយើងមិនដើរស្មើគ្នាបាទមានក្រោយអ្នកទៅមុខគេទៅមុខទៅខ្ញុំដើរទៅអញ្ចឹងក៏មានអារម្មណ៍ត្រជាក់ស៊ុបហ្មងមកដល់ចំណុចបន្ទប់ហ្នឹងមានអារម្មណ៍ត្រជាក់ដូចអីបុកមកឡើងជាក់ខ្ញុំឡើងខ្មឹងមិនវាមានអីមួយយ៉ាងដែលតាក់ភ្នែកខ្ញុំទៅមើលថ្នាក់ហ្នឹងហើយខ្ញុំដល់ថៃខ្ញុំត្រូវទៅមើលថ្នាក់ហ្នឹងឯងសុកខ្ញុំងាកមើលទៅថ្នាក់ហ្នឹងហេ in the dark ធម្មតានៅក្នុងសាលារដ្ឋវាមានភ្លើងអីខ្លាំងមានអាភ្លើងនៅតាមផ្លូវអីចឹង in the dark ខ្ញុំឃើញមានស្រមោលមួយនៅក្នុងថ្នាក់ហ្នឹងមកជាស្រមោលបែបណាដែរជាស្រមោលមនុស្សជាស្រមោលសត្វជាជ្រងរបៀបម៉េចដែរយើងមើលច្បាស់ថាវាអីវានៅខាងក្នុងពេកហិចខ្ញុំមញោបខ្ញុំមញោបតាំងថ្នាក់ទី6មកអញ្ចឹងនាំដល់ធំខ្ញុំមញោបមើលអត់សូវឃើញខ្ញុំឃើញពីចង្អែតទៅឃើញស្រមោល and then ខ្ញុំថាមិនបានខ្ញុំឃើញស្រមោលហ្នឹងខ្ញុំកេះពុកម៉ាក់ខ្ញុំព្រោះអញមិនអត់ទៅទេខ្ញុំកេះសួរមានឃើញអីអត់ខ្ញុំសួរហ្នឹងហ្មងព្រោះតែខ្ញុំចង់ថាអីគេខ្ញុំសួរហើយមានឃើញអីអត់ហើយវាថាអត់ទេអត់មានឃើញអីទេអញ្ចឹងក្នុងពេលដែលយើងមិនងាកគ្នានិយាយចឹងហើយអញ្ចឹងនិយាយងាកទៅវិញអត់មានអីមកតទេស្អាតតទេឡតអត់មានអីសោះមកងាត់ឈឹងមកហើយអានេះដែលដើមមុនយើងហ្នឹងទៅអស់លីងមកនឹងសតតែខ្ញុំ2នាក់អាហ្នឹងឯងតែខ្ញុំរត់ហ្នឹងរត់ហ្មងរត់ទៅអត់ចង់ដឹងរឿងអីទាំងអស់គឺរត់ហ្មងហើយតាំងពេលហ្នឹងមានថាអញ្ចឹងមិនមែនអត់មានទេដឹងតែមានអីហើយតាំងពីពេលហ្នឹងមកក៏ខ្ញុំចាប់ឡើងរៀងងាអត់ហ៊ានចេញទៅណាដែរស្ងាត់ទៅទៅទឹកអត់ហ៊ានទៅដែរទៅទឹកក៏វាតមានគ្នាមិនទៅបានយល់អញ្ចឹងតើនេះបើខ្ញុំមករៀបរាប់បើការជឿឬក៏មានសេចក្តីជំនឿទៅលើអារឿងអវិញ្ញាណឬអាមនុស្សហ្នឹងណាហេតុការណ៍មួយនេះដូចជាការបើកទំព័រអញ្ចឹងហ្នឹងហើយដូចព្រិចឈ្មោះបើកទំព័រថាមានណាតែបើមានចុះមានអាណាដែលមានហេតុការណ៍ណាដែលធ្វើឲ្យយើងដឹងថាមានប្រកប 100% មានតែអាហ្នឹងខ្ញុំមកពេញវិញថ្នាក់ទី12បាទថ្នាក់ទី12ពេលហ្នឹងវាមិនមែននៅក្នុងវា happening នៅក្នុងសាលាដដែលខ្ញុំឲ្យចេញមើលសាលាខ្ញុំរៀនអញ្ចឹងពេលដែលអំឡុងពេលដែលខ្ញុំរៀនហ្នឹងវាថ្ងៃត្រង់ឯងប៉ុន្តែយើងឃើញថាថ្ងៃត្រង់ហ្នឹងហ្មងអត់មកចាំដល់ល្ងាចយប់អីថ្ងៃត្រង់ហ្មងពេលហ្នឹងខ្ញុំទៅកតុបទឹកសាលាតែកតុបទឹកសាលាវាមិនស្អាតអីណាទេសាលារដ្ឋណាសាលារដ្ឋអញ្ចឹងកតុបទឹកហ្នឹងវាចូលនៅក្រោមអាគារអញ្ចឹងវាចូលទៅក្រោមចដើចូលទៅក្នុងទៅខាងក្នុងទៅអញ្ចឹងនៅក្នុងកតុបទឹកហ្នឹងកាលហ្នឹងយើងគិតថាវាអត់អីហើយយើងទៅតែម្នាក់ឯងតាមតែប្រហែលមិនដូចស្រីទៅមានគ្នាច្រើនហ្នឹងហើយទៅតែម្នាក់ឯងទេអញ្ចឹងក្នុងពេលដែលខ្ញុំឈរបាត់ជើងហ្នឹងខ្ញុំយល់សលេងគេបិទទ្វារបិទមកហឹងដៃអាបិទយ៉ាងហ្មងហ្នឹងហើយបិទយ៉ាងខ្ញុំភ្ញាក់តែស្អីខ្ញុំក៏នៅក្នុងអាទ្វារអញ្ចឹងដូចគ្នាបាទបិទយ៉ាងខ្ញុំក៏ឆ្ងល់ណាចំពីណាគេក៏បញ្ញាប់ម៉េះបញ្ញាប់ខ្លាំងប៉ុណ្ណាបើថាហត់តែវាហត់អត់តប៉ុន្តែខ្ញុំអត់ឮសលេងហត់ទេមកឮសលេងហត់ទេទាំងអស់ប៉ុន្តែខ្ញុំឮសលេងបិទទ្វារបិទមកទៅហឹងដៃយ៉ាងហ្នឹងពេលហើយអូខេខ្ញុំអត់មានទេខ្ញុំក៏ចេញមកវិញហើយខ្ញុំដើរឆ្កឹះទ្វារខ្ញុំដើរវិញទ្វារអត់មានទ្វារណាមានមនុស្សទេអត់មានមនុស្សទេតែជាខ្យល់ទេខ្ញុំគិតថាមិនខ្យល់ទេហេតុអ្វីបានអះអាងថាមិនមែនជាខ្យល់
ដល់បើខ្យល់យ៉ាងណាក៏យើងមានអារម្មណ៍ថាអូវាមានខ្យល់មកប៉ះជើងយើងអីតិចតួចដែរបើសិនជាខ្យល់មកខ្លាំងតែខ្ញុំគិតថាវាមិនខ្យល់សារពេលហ្នឹងវាមិនខែធ្លាក់ខ្យល់ខែក្តៅខែដូចខែចូលឆ្នាំចិត្តចូលឆ្នាំខែក្តៅអញ្ចឹងខ្ញុំថាវាមិនខ្យល់អីទេតែបិទខ្លាំងអាហ្នឹងមួយវានិយាយថាអូមិនបានមានស្លេងបិទមកហើយបិទខ្លាំងបាទហើយបន្ទាប់មកមួយថ្ងៃហ្នឹងដដែលទេដល់ល្ងាចខ្ញុំនៅរៀនគួរទៀតទៅធម្មតាទៅរៀនគួរឯទី12អញ្ចឹងខ្ញុំនៅរៀនគួរប៉ុន្តែខ្ញុំទៅកតុបទឹកដដែលតែឡើងខ្ញុំទៅមានគ្នាម្ដងដោយសារវាយកไปហើយយើងស្រៀបសល់អារម្មណ៍អាពីខេតមកអញ្ចឹងយើងទៅទៅមានគ្នាម្ដងប៉ុន្តែលើកហ្នឹងខ្ញុំទៅកតុបទឹកដដែលប៉ុន្តែលើកហ្នឹងឃើញវិញដោយសារយើងអត់ចូលកតុបទឹកយើងឈរខាងក្រៅធម្មតាវាកតុបទឹកវាមានមុខក្រួយមានពីរអញ្ចឹងអាខាងនេះបន្ទប់អាខាងនេះអាយើងឈរធម្មតាហ្នឹងហើយអញ្ចឹងឈរកំពុងតែបាត់ជើងហ្នឹងស្រាប់តែមានសក់មកដុំមកធ្លាក់ចុះមកខ្ញុំគិតថាខ្ញុំឃើញតែខ្ញុំទេខ្ញុំអត់ហ៊ានប្រាប់ដោយសារយើងឈរអត់ចិត្តគ្នាទៀតមានវាពេល5អញ្ចឹងពួកខ្ញុំឈរអាទី2យើងមកអាទី3ហើយខ្ញុំឈរអាទី4ខ្ញុំយកហ្នឹងគេវាអញ្ចឹងបាទអញ្ចឹងខ្ញុំមានអារម្មណ៍ថាមានសក់ធ្លាក់មកបងកាត់មុខខ្ញុំហ្មងខ្ញុំឈរបាត់ជើងហើយខ្ញុំភាំងខ្ញុំឈរទៅហ្នឹងខ្ញុំងាកសួរពួកម៉ាក់ខ្ញុំក៏ដូចគ្នាអាទឹកមុខដូចគ្នាហ្មងងាកទៅភាំងនឹងពីរអត់មានអីទេប៉ុន្តែខ្ញុំទទួលអារម្មណ៍ថាមានដៃមួយមកពីណាហើយស្ទាបស្មាពីស្មាយើងចុះទៅក្រោមស្ទាបអាចទេអូយបាទចឹងហ្មងចឹងឡើងព្រឺឡើងត្រង់ខ្លួនហ្មងនិយាយបញ្ញាប់រត់ចេញរៀបរត់ចេញហ្នឹងយើងខ្លួនឯងហ្នឹងរត់ទៅយើងងាកនឹងឈរនៅកន្លែងហ្នឹងហ្មងកន្លែងតែខ្ញុំបាត់ជើងហ្នឹងគឺឈរហ្នឹងហ្មងស្រីប្រុសស្រីវាសអត់ឃើញមុខទេបាំងមុខហើយតែបាំងដោយសក់ហ្នឹងហើយឈរអោនមុខថ្មឹងនៅហ្នឹងហើយយើងយើងហើយយើងចេញទៅក្រៅខ្ញុំហត់ដាច់កង់ហត់ចោលហត់អត់ហ៊ានស្រែកទេខ្លាចផ្អើលគេអត់ហ៊ានស្រែកគេខ្ញុំចុះហត់ទៅដល់ថ្នាក់អត់ហ៊ានទៀតសុំគ្រូពីកតាផ្ទះយកមកប្រែនមកចឹងមកដែរបងឥឡូវខ្ញុំសួរចុះវិញពេលដែលសក់ធ្លាក់មកជាសក់ដែលជាប់ក្បាលធ្លាក់មកឬក៏សក់ដែលឈ្មោះម្ដុំធ្លាក់មកឈ្មោះម្ដុំធ្លាក់មកបើសិនជាសក់មកដល់ខ្ញុំហត់តាំងពេលហ្នឹងអញ្ចឹងបានកលេចមើលសក់ហ្នឹងទេថាពេលធ្លាក់ហើយនៅសក់ហ្នឹងនៅនឹងដែរអត់មានទេប៉ុន្តែពួកម៉ាក់ខ្ញុំឃើញផ្សេងអត់ឃើញតែខ្ញុំឃើញសក់ម្ដុំធ្លាក់ពួកម៉ាក់ខ្ញុំឃើញសក់សំចុងចុះមកក្បាលឬសំចុងក្បាលចុះក្រោមឃើញខុសគ្នាយល់វាអត់ឃើញនឹងមុខវាប៉ុន្តែពេលវាងាកមកហៅខ្ញុំវាឃើញតែខ្ញុំឃើញសក់តែម្ដុំវាធ្លាក់ចុះមកកន្លែងដែលធ្លាក់គឺចំពីមុខយើងត្រង់ហ្មងណែធម្មតាយើងបាត់ជើងយើងឈរមើលទៅអញ្ចឹងយើងមិនឈរមើលហ្នឹងហើយស្ដាប់ហ្នឹងហើយអញ្ចឹងវាធ្លាក់ដូចអាសត្វអញ្ចឹងសត្វធ្លាក់អូយហ្នឹងអាហ្នឹងតាំងពីពេលហ្នឹងមកអូអត់កើតទេនឹងមានហើយអូខេយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នានេះគឺជាបទពិសោធន៍របស់គាត់សម្រាប់អ្នកដែលរៀននៅគ្រប់សាលាគ្រប់វិទ្យាល័យអនុវិទ្យាល័យបឋមសិក្សាឬក៏សាកលវិទ្យាល័យដែលបងប្អូនទាំងអស់គ្នាមានបទពិសោធន៍អ្នកយាមបន្ទប់ទឹកបែបហ្នឹងសូមមេត្តាជួយចែករំលែកផងនៅក្នុងថ្ងៃនេះតើនឹងមានហេតុការណ៍អ្វីដែលព្រឺព្រួចខ្ញុំជឿថាប្រកាសជាមានរឿងរ៉ាវដែលព្រឺព្រួចបំផុតសម្រាប់ David ដែរទើបបាន David អាច message មកសួរខ្ញុំថាខ្ញុំអាចចែករំលែកបានអត់ពួកខ្ញុំរងចាំថាតើសាច់រឿងនេះនឹងមានពិស្ដារបែបណាតែសាច់រឿងមួយនេះគឺស្ថិតនៅក្នុងពេលដែល David ធ្វើការជាផ្នែក production ហើយឬក៏មុនវានៅក្នុងអំឡុងពេលហ្នឹងដែលខ្ញុំ start ធ្វើថតហ្នឹងតាំងពី2018 I think បាទតាំងពីពេលហ្នឹងយើង start ហើយមានតែប៉ុន្តែយើង start មុនហ្នឹងទៀតខ្ញុំចង់ថតរូបហ្នឹងតាំងខ្ញុំរៀនទី12ពេលខ្ញុំរៀនទី12ហ្នឹងទី11ហ្នឹងខ្ញុំចាប់ដើមឃើញកាមេរ៉ាតំណងចង់ថតហើយរហូតដល់2017 ហ្នឹងបាទខ្ញុំ start ចូលទៅធ្វើការអញ្ចឹងធ្វើការហ្នឹងយើងធ្វើ freelance ផងយើងធ្វើនៅក្នុងក្រុមហ៊ុនផងអញ្ចឹងណាបងហើយនេះគឺជាចំណុចចាប់ផ្ដើមនៃរឿងរន្ធត់ទាំងអស់ទៅយ៉ាអាចថាចឹងបានអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរខ្ញុំទុកឱកាសនេះទុកវេទិកានេះជូនទៅ David អូខេអញ្ចឹងរឿងហ្នឹងកាត់ឡើងនៅពេលខ្ញុំទៅថត event ហើយវាអាចបញ្ជាក់ផងបានទេតែ event នេះនៅកន្លែងណាពេលណាឆ្នាំណាevent ហ្នឹងនៅសៀមរាបហើយឆ្នាំប្រហែលពាក់កណ្ដាលឆ្នាំ2018 I think ហើយប៉ុណ្ណឹងដោយសារevent ហ្នឹងជា conference ប៉ុន្តែគេធ្វើនៅសៀមរាបហើយពេលហ្នឹងខ្ញុំធ្វើការ full time អញ្ចឹងខ្ញុំធ្វើជាអ្នកថតហ្នឹងហើយដោយសារយើងអត់ទាន់មិនដឹងថាអី DOP ហ្នឹងទេអញ្ចឹងយើងគ្រាន់តែទៅថតទេអញ្ចឹងយើងទៅថត event ហ្នឹងអញ្ចឹងទៅ event ហ្នឹងមានឈ្មោះ team ខ្ញុំទៅមាន3នាក់វីដេអូ2នាក់ photo 1នាក់ហ្នឹងហើយអញ្ចឹងអំឡុងពេលដែលយើងទៅថតហ្នឹងអត់មានអីកើតឡើងទេអំឡុងពេលពីពេញទៅដល់សៀមរាបអត់មានអីទេប៉ុន្តែពេលទៅដល់ទស្សនៈ
អូគេនៅផ្ទះទាំងស្មាក់ ហ្នឹងហើយដោយសារតែពេលហ្នឹងtransport ហើយនឹងញ៉ាំគេហ្នឹងខាងក្រុមហ៊ុនគេអ្នកចាញ់ឲ្យអញ្ចឹងយើងអត់បាន secure ថាយើងរកផ្ទះខ្លួនឯងទេអញ្ចឹងគេឲ្យយើងដេកណាយើងដេកហ្នឹងហើយកាលហ្នឹងយើងទៅក្មេងៗដែរអញ្ចឹងវាយើងអត់ខ្វល់អីក៏បានដែរតែអត់បានដេកហ្នឹងហើយអញ្ចឹងទៅផ្ទះហ្នឹងហើយផ្ទះខ្ញុំផ្លិចផ្លូវឯងខ្ញុំចាំតែផ្ទះហ្នឹងបើសិនជាយើងដើរទៅចេញទៅដល់ box street ដូចគ្នានៅទៅដល់ pub street ដើរទៅពីក្រោយ pub street វិញតែខ្ញុំអត់ចាំនៅកន្លែងនំណាហ្នឹងហើយអញ្ចឹងនៅប៉ារីវេនខាងក្រោយ pub street វានៅពីក្រោយ pub street យើងថាទៅគេនៅពីក្រោយ pub street អញ្ចឹងពេលទៅដល់ផ្ទះកន្លែងដែលយើងគេងហ្នឹងពួកគាត់ចូល check in ហើយអញ្ចឹងមានខាង team ការងាររបស់គេហ្នឹងគាត់ទៅរៀបចំសោឲ្យយើងយកសោយកអីចឹងស្រាប់តែពេលហ្នឹងខាងអូតាហ្នឹងគេប្រាប់ថាបងខ្វះកន្ទប់មួយហើយអូតាហ្នឹងវាតែស្នាក់វាពីរជាប់គ្នាមុខទល់មុខគ្នាអញ្ចឹងហើយពួកគាត់យកទាំងពីរផ្ទះប៉ុន្តែកន្លែងដែលខ្ញុំចូលហ្នឹងក៏ប្រាប់ថាអស់បន្ទប់ហើយអញ្ចឹងខ្ញុំរៀងពិបាកដែរខ្ញុំក៏សួរថាបងបើសិនជាអត់បន្ទប់ពួកខ្ញុំសម្រាប់នៅណាពួកខ្ញុំត្រូវសម្រាប់ដែរអញ្ចឹងគាត់ថាឥឡូវចាំតិចគាត់ទៅសួរបន្ទប់នៅផ្ទះទល់មុខហ្នឹងហើយអញ្ចឹងគាត់ទៅមកសន្ទុះដល់ពេលគាត់មកវិញគាត់ថាខាងនោះក៏អស់ដែរចាំមើលគាត់ជួយសេរីឲ្យខ្ញុំលើកអាសេរីហ្នឹងខ្ញុំចាប់ដើមអញមិនត្រូវសេរីកន្ទប់មិនបានត្រូវសេរីបន្ទប់អីខ្ញុំអ្នកតើខ្ញុំត្រូវមានបន្ទប់សម្រាប់ពួកខ្ញុំ stand by មួយទឹកសាក់ថ្មសម្រាប់អីចឹងអញ្ចឹងទៅប៉ុណ្ណែនហើយមិនត្រូវសេរីហ្នឹងហើយសេរីដូចសេរីតុកហើយបាទប៉ុណ្ណែននេះមិនត្រូវសេរីបន្ទប់ឲ្យខ្ញុំទៅអីបានប្រហែល let's say 15នាទី I think មានបុគ្គលិកខាងផ្ទះស្នាក់ហ្នឹងក៏ប្រាប់ថាឥឡូវពួកខ្ញុំមានបន្ទប់មួយបងប៉ុន្តែគាត់មាននិយាយគាត់ថាគាត់មានបន្ទប់មួយបងក្រែ2មួយថ្ងៃទៅសម្រាប់បន្ទប់ហ្នឹងទៅពួកខ្ញុំរៀបចំហើយខ្ញុំក៏ឆ្ងល់មិនបានត្រូវរៀបចំហើយវាពេលគេនិយាយអីទៅខ្ញុំចេញសំណួរហ្នឹងគាត់ក៏បានមិនបានត្រូវរៀបចំហើយតែបន្ទប់ហ្នឹងមុនហ្នឹងអត់រៀបអីចឹងណាខ្ញុំក៏អត់ដឹងធ្វើម៉េចទេគាត់សម្រេចចិត្តថាអូខេយកបន្ទប់ហ្នឹងទៅដេកទៅវាដេកមកយប់ទេមកយប់ទេអត់អីទេអញ្ចឹងក៏ទៅអញ្ចឹងឡងពេលដែរទៅបន្ទប់ហ្នឹងវាខុសប្រក្រតីតាំងពេលទៅបាត់ហើយអូតាហ្នឹងចតាវាឡើង2ចេះចតាយន្តនៅកណ្ដាលអូយល់អញ្ចឹងចតាវាមានខាងឆ្វេងខាងស្ដាំផងបន្ទប់ហ្នឹងដើរឡើងអាឆ្វេងហ្នឹងទៅដើរទៅបន្ទប់នៅឡើងហ្នឹងមកវាថាចតាហ្នឹងកោងឡើងអញ្ចឹងឡើងកោងទៅដល់បន្ទប់ហ្នឹងមកនៅគៀងហ្នឹងមិនបុកមិនអីអត់បុកអីទាំងអស់ប៉ុន្តែនៅក្លៀតនេះនៅជាប់ចតាហ្នឹងហើយជាប់ចតាហើយបន្ទប់ហ្នឹងខ្ញុំភ្លេចលេខតែបើមិន103 113អីទីវារបៀបលេខអញ្ចឹងយល់ហ្នឹងហើយវាខ្ញុំមិន103 113ខ្ញុំអត់ចាំលេខទេខ្ញុំលេខទេស្អាតហើយវាយូរហើយអញ្ចឹងខ្ញុំក៏ឃើញលេខខ្ញុំចុងវិញហ៎វាពួកខ្ញុំសើមើលមុខទេឥឡូវមិនដេកអត់ទេអត់កើតទេអញ្ចឹងទៅចូលដេកទៅធ្វើតាមទម្លាប់ហ្នឹងអ្នកតាមតែប្រាប់តែទៅណាគាត់ទៅណាចូលបន្ទប់ចូលអីគូទ្វារទៅគូទ្វារ3ដងទៅខ្ញុំក៏ធ្វើតាមគាត់ទៅគូហើយតមកបើកទ្វារពេលដែលបើកទ្វារខ្ញុំទទួលអារម្មណ៍មួយគឺក្តៅហប់ឈឹងហ្មងហើយបន្ទប់ហ្នឹងមែនតែទៅមានប្រអួចទេហ្នឹងបើកទៅចេញក្រៅប៉ុន្តែពេលបើកទ្វារបន្ទប់ទៅគឺហប់ហ្មងមកទទួលអារម្មណ៍ថាtrongបន្ទប់ហប់មាំហប់ដូច steam អញ្ចឹងហ្នឹងហើយហប់ដូចសោណាបាទជះកម្ដៅមកហ្មងភពមកចំយើហប់ហើយអត់មានអីទេដាក់សោបើកភ្លើងទៅសម្រាប់ទៅអញ្ចឹងទស្សនវិជ្ជាបន្ទប់ចូលទៅមានបន្ទប់ទឹកនៅស្ដាំដៃបាទចូលទៅទៀតមានទូដាក់ទូបាទនៅឆ្វេងដៃហើយខែនៅស្ដាំដៃហ្នឹងហើយអញ្ចឹងខែ2មានខែមួយចំកញ្ចក់ហ្មងកញ្ចក់ហ្នឹងគឺកញ្ចក់ទូសម្អាងហ្នឹងហើយកញ្ចក់ធំមួយហ្នឹងគឺចំខែហ្នឹងបាទហ្នឹងហើយអញ្ចឹងពួកខ្ញុំ3នាក់ចាប់ដើមដេកគ្នាណាដេកកញ្ចក់ណាឡើយណាដេកណាពុំអាមួយបុកកញ្ចក់អាមួយបុកទូបើគិតពី reflection ណាទាំងពីរទេគ្រាន់តែមួយចាំងសមួយចាំងខ្មៅទេវាចាំងដូចគ្នាទេអញ្ចឹង2នាក់អញអត់ដេកទេអាកញ្ចក់ហ្នឹងហើយដេកទៅអាចាក់ហ្នឹងទៅខ្ញុំក៏អត់មកខ្ញុំថាបើអត់ទេអត់ទៅខ្ញុំដេកខ្ញុំក៏ដេកទៅធ្វើការលះបង់ហ្នឹងលះបង់ហើយធ្វើមិនទេបើដេកខែមួយដេក3នាក់វាដេកអត់កើតវាឆ្អៀតពេកខែទូចពេកចិត្តដេក3នាក់អត់កើតទេអញ្ចឹងខ្ញុំក៏ដេកនៅខាងទៅអញ្ចឹងដាក់រៀបចំរៀបអីអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំយកកាត់សែងទៅបាំងកញ្ចក់ខ្ញុំសោកកាត់សែងបាំងកញ្ចក់ហ្នឹងហើយយើងខ្លាចដែរអញ្ចឹងយើងសោកឲ្យវាប្រហើបបានយើងប្រហើបយើងគៀបអាកសែងហ្នឹងចូលទៅហើយបាទហ្នឹងហើយខ្ញុំត្រឡប់បើខ្ញុំទៅក្នុងកន្ទប់ខ្ញុំអត់ពាក់បន្តាខ្ញុំដោះបន្តាទៅលើតុហ្នឹងហ្នឹងហើយខ្ញុំមកកន្លែងសម្រាប់បើសញ្ជាក់ហ្នឹងវាបើជើងពី direction សញ្ជាក់វាអត់ត្រូវបាញ់ទៅកញ្ចក់ហ្នឹងទេអត់ត្រូវបាញ់ទៅកញ្ចក់នោះអា30%នេះស្ដាំដៃមិនខែខ្ញុំហ្នឹងហើយអញ្ចឹងសញ្ជាក់នៅពីលើហ្នឹងមកអញ្ចឹងបើវាបាញ់ទៅវាត្រូវទៅខាងនោះហើយទៅខែមួយទៀតហ្នឹងហើយ direction ទៅខែមួយទៀតទេអញ្ចឹងយើងចុចបើសញ្ជាក់ហ្នឹងបើសញ្ជាក់ពឹងកញ្ចក់ហ្នឹងធ្លាក់ឥឡូវបើ logic កសែងនឹងធ្លាក់ត្រូវប៉ះវ៉ែនតាខ្ញុំហី at least ក៏ទាញក៏កធាក់វ៉ែនតាខ្ញុំទៅមិនតិចដែរវ៉ែនតាដាក់នៅកន្លែងណាធ្វើជាមួយនឹង
អាហ្នឹងកញ្ចក់វាមានតុកខ្ញុំដាក់ venta លើតុកហ្នឹង តុកសម្អាង ហ្នឹងហើយមុខកញ្ចក់ហ្នឹងហ្មងព្រោះខ្ញុំតឡតែខ្ញុំដល់កន្លែងសម្រាប់អញ្ចឹងខ្ញុំដោះខ្ញុំដាក់ហ្នឹងខ្ញុំដោះទៅដៃខ្ញុំដល់ទៅហ្នឹងដាក់ហ្នឹងប៉បាទអញ្ចឹងបើ logic ហ្មង at least ក៏វាធ្លាក់មកហើយវាប៉ះ venta ហ្នឹងដែរហ្នឹងហើយពូវាធ្ងន់អញ្ចឹងវាត្រូវរសាត់ខ្លះហ្នឹងហើយ venta ហ្នឹងហើយអត់ប៉ះទេធ្លាក់ទៅដល់ដីមកអត់ប៉ះ venta ខ្ញុំកសែងងូតទឹកហ្នឹងហើយកសែងវាធ្ងន់ណាស់ទៅបីខ្ញុំក៏អាហ្នឹងធ្ងន់ណាស់មិនបានអត់ប៉ះអញ្ចឹងវាធ្លាក់រូបដល់ដីមកវាអត់មានហេតុផលតាំងចុចបើកទេលេគាត់ថាវាអត់ logic តាំងវាចុចបើកទេលេបើបន្ទប់ហ្នឹងចូលមកហោបទេអត់បើកពួយអីទាំងអស់តែបើបើកពួយក៏អត់ត្រូវមានខ្យល់បុកមកខាងហ្នឹងវិញវាអត់មានអាហ្នឹងទេពេលដែលយើងគៀបទៅគឺវាគៀបជាប់កញ្ចក់ទៅវាធ្ងន់ហ្នឹងហើយគៀបជាប់ហ្នឹងហើយខ្ញុំយល់តែមិនបាត់ធ្លាក់មកពួកខ្ញុំមើលមុខគ្នាទាំង3ហ្មងវានៅភ្នែកទាំង3នាក់ហ្មងមើលមុខគ្នាសើណាមិនឡើយវាអត់មានវាអត់ដឹងធ្វើមិនទេខ្ញុំឆាតទៅខ្ញុំរកឆាតទៅខាងអ្នកដែលហៅខ្ញុំមកថតហ្នឹងបងសុំដូរបន្ទប់ប៉ុន្តែយើងដឹងហើយថាបន្ទប់វាអត់មានបន្ទប់ដូរទេវាមានតែបន្ទប់ហ្នឹងទេអញ្ចឹងក៏អូខេអត់និយាយទេយកដាក់វិញហើយខ្ញុំតែនិយាយថាខ្ញុំមកធ្វើការទេកុំធ្វើអីខ្ញុំអីពួកខ្ញុំមកធ្វើការទេចាប់ការងារខ្ញុំផ្ទះវិញកុំធ្វើអីពួកខ្ញុំអីអូខេសន្តិភាពសុំតសុកអូខេអញ្ចឹងពីពេលហ្នឹងមកអត់មានអីទៀតទេមួយទឹក everyone get ready ទៅ dinner អញ្ចឹងក្នុងពេលដែលទៅ dinner ហ្នឹងក៏អត់មានអីដែរហើយមកវិញតមកអាយុហ្នឹងធីមពួកគាត់ហ្នឹងយើងស្រួលគ្នានិយាយគ្នាទៅ pub street ហ្នឹងអាហ្នឹងទៅ pub street អូខេ3នាក់ណាពួកខ្ញុំ3មានធីមពួកគាត់ទៀតអញ្ចឹងវាច្រើនគ្នាតែជាង10នាក់អីយ៉ាងទៅ pub street ទៅអង្គុយញ៉ាំអីអញ្ចឹងទៅទៅញ៉ាំអីរហូតដល់រៀង late តិចគេប្រហែលម៉ោង11 12 I think ព្រោះស្អែកថត event ពីផឹកអញ្ចឹងចាប់ទៅក៏ទៅមកវិញពេលមកវិញហ្នឹងខ្ញុំចាមកវិញហ្នឹងដើរកាត់លបងវត្តខ្ញុំអត់តាមលវត្តអីតែដើរកាត់លបងវត្តខ្ញុំប្រហែលទីតាំងហើយត្រូវដើរកាត់លបងវត្តហ្នឹងហើយបត់ឆ្វេងហើយដើរកាត់ផ្លូវលំហ្នឹងមួយទៀតផ្លូវតូចហ្នឹងមួយទៀតមិនដល់ផ្ទះស្នាក់តែសម្រាប់ហ្នឹងបាទអញ្ចឹងរត់ដើរវាដើរអញ្ចឹងពេលដើរដល់មានបងមួយហ្នឹងគាត់រៀងស្វឹងគាត់ដើរគាត់ស្រែកឡេឡូហើយមកមិន10យប់ហើយថាអូយបងមិនស្អីធ្វើអីយប់ហើយដើរកាត់វត្តតបងតែគ្មានវត្តគ្មានស្អីត្រូវផឹកតទៀតមិនត្រូវទៅផ្ទះមិនទៅដេកខ្ញុំក៏អត់មិនខ្ញុំដើរក្រោយគេខ្ញុំដើរនៅក្រោយព្រោះខ្ញុំអត់ដើរពួកគាត់ដើររៀងធ្វើទៅមុខពី3ទៅខ្ញុំនៅពួកម៉ាក់ខ្ញុំ3នាក់គាត់ដើរទៅវាមានធុងសម្រាប់ហើយទីតែក្នុងវាផ្កាឈូកហើយជាផ្កាឈូកថ្ងៃតែសល់ឲ្យគេយកទៅចោលផ្កាឈូកដែលខូចហ្នឹងគាត់ដើរក៏ទប់ផ្កាឈូកមកជើងម៉ាំងរាយហ្មងមកជើងហ្នឹងរាយផ្កាឈូកញ៉ៃពីហ្នឹងថាបងវត្តហ្នឹងបងមិនបាញ់ទាត់តែទៅអញទាត់ទេតែអញ្ចឹងបងតែទៅអញទាត់ទេខ្ញុំឡើងសឹកហ្មងណាបងប្រមាថកម្រិតធ្ងន់ហ្នឹងចង់អត់ធ្ងន់ទេណាបងគាត់អីបានគ្នាគាត់និយាយបាននេះស្វឹងអីទៅដេកទៅដល់ឆាប់បានដេកអញ្ចឹងខ្ញុំដើរទៅយើងវាត្រឡប់ខ្ញុំដើរពេលខ្ញុំដើរមកដើរទៅត្រង់ស្គយអញ្ចឹងខ្ញុំមើលឆ្វេងតាមធប់ហើយវាយប់ទៀតខ្ញុំដើរទៅស្លឹងងើយមើលលបងវត្តខ្ញុំឃើញមានស្មោកមកពីឈប់អង្គុយលើលបងវត្តអង្គុយទៅលាក់ជើងចេញមកកែវអង្គុយទៅដុកជើងរាក់ដៃដុកជើងខ្ញុំដឹងថា direction plan គឺស្លឹងហ្មងស្លឹងមើលយ៉ាងឡើងថ្មហ្មងស្លឹងចប់ឲ្យដូចភ្នែកហ្មងផងស្លឹងយើងមកហ្នឹងខ្ញុំគិតក្នុងចិត្តមកជាកុំចុះពីលើហ្នឹងនៅអង្គុយហ្នឹងខ្ញុំស្វ័យអញ្ចឹងខ្ញុំថាបើចុះមករត់ហើយខ្ញុំគិតទៅតែចុះមកដល់ខ្ញុំរត់ហើយតែអ្វីដែល David មានអារម្មណ៍កៅភ្នែកមួយនោះសម្លឹងទៅ David ឬក៏សម្លឹងទៅអ្នកដែលទាត់ធុងសម្រាប់អ្នកដែលទាត់យើងក៏ភ័យដែរព្រោះអីយើងអត់ត្រូវមានបញ្ហាអីទេអញ្ចឹងហើយពេលហ្នឹងបើថាចេះធွာខ្លះថាពីប៉ាគាត់ប្រាប់ថាអូបើទៅក្រៅមានបញ្ហាអីចូលទៅអញ្ចឹងណាកាលហ្នឹងហើយម៉ាក់ក៏គាត់ប្រាប់ដែរទៅណាហើយខ្ញុំមានខ្សែកពាក់ជាប់ខ្លួនរហូតមានខ្សែកហើយបើខ្ញុំទៅក្រៅអញ្ចឹងខ្ញុំមានយន់កូនយន់មួយទូយតែខ្ញុំដាក់ទៅនៅកន្លែងគេងហ្នឹងហើយអញ្ចឹងពេលហ្នឹងខ្ញុំមានខ្សែកជាប់កខ្ញុំពាក់ទៅហ្នឹងហើយជាដើរចិត្តដល់អាម៉ាកាលៈដែលបាត់ហ្នឹងបាត់ទៅហ្នឹងបាត់ចូលផ្លូវលំហ្នឹងហើយមិនអត់បាត់ចូលផ្លូវលំហ្នឹងខ្ញុំឃើញមានមួយហត់ចុះមកហត់ទាំងកំរោលហ្មងហត់បងមកណាបើបុកបងហ្នឹងមិនបកាច់ទេបងយកភ័យអស់គ្នាអញ្ចឹងខ្ញុំក៏នឹកឃើញខ្ញុំឈរស្ងៀមខ្ញុំសោតអីដែលប៉ាខ្ញុំប្រាប់ខ្ញុំតន់ជើង3ដងមកថឹងហីក៏បាត់អត់ដល់បងហ្នឹងអញ្ចឹងបានន័យថាស្មោលមួយហ្នឹងរត់ពីក្រោយយើងហ្នឹងទៅចេះរត់កាត់យើងហ្មងហ្នឹងហើយឡើងយើងឡើងស្រួតហ្មងយើងឡើងស្រួតយើងឃើញស្មោលទៅហើយខ្ញុំអត់ចាំមានរឿងអីទេអញ្ចឹងខ្ញុំសាកតាមប៉ាប្រាប់ទៅមើលព្រោះអីអាហ្នឹងក៏ប្រាប់ថាវាជួយបានតែខ្លួនឯងទេអាចសូត្រអាចសាក់អាចអត់ចែកបាត់បានទេយល់ទេអត់កែទេបាទតន់ហ្នឹងអញ្ចឹងទៅខ្ញុំក៏ធ្វើតាមគាត់ទៅខ្ញុំអុកជើង3ដងទៅបាត់ធំហ្នឹងប៉ុន្តែបងនឹងឈឺដែរបងនឹងឈឺដដែល
ស្អែកឡើងបងទៅកម្មវិធីណាត់កាយឈឺគ្រុនហ្មងហើយសួរគាត់ថាគាត់អត់មាននៅគាត់ផឹកទេគាត់នៅមួយយើង the whole thing happening រហូតហ្មង បាទ ហ្នឹងហើយអញ្ចឹងយើងដឹងថាគាត់មិនមែនឈឺដោយសារគាត់ផឹកហ្នឹងទេគាត់ឈឺដោយសារអីផ្សេងគាត់ថាពេលហ្នឹងខ្ញុំគិតថាបើសិនជាសមោលហ្នឹងគាត់ទៅបុកគាត់ចុះបើចូលគាត់ទៅគិតមិនអញ្ចឹងអាចហ្នឹងហើយអាចចូលអញ្ចឹងខ្ញុំក៏បាក់កដាទីហ្នឹងអាហ្នឹង happening នៅខាងក្រៅ បាទ អូខេអត់តាន់ក្នុងទូទេក្នុងទូរឿងផ្សេង ក៏ពិត David គិតត្រូវត្រង់ថាអាចចូលដោយសារតែគាត់សែបគ្រឿងស្រវឹងខ្លាំងពេកបាត់សតិបាត់ហើយ ហ្នឹងហើយ អញ្ចឹងក្នុងករណីនេះហើយបើសិនជាបុកឱកាសចូលខ្ពស់ខ្លាំងមែនទេ ហ្នឹងហើយ នេះគាត់នៅរឿងខាងក្រៅ ហ្នឹងហើយក្រៅឡើយព្រោះពេលហ្នឹងខ្ញុំក៏អត់ដឹងថាអាហ្នឹងវាធ្វើបានអត់តែព្រោះគាត់ថានឹងជួយបានតែខ្លួនឯងទេ បាទ បថុយមួយជើងធ្វើខ្ញុំគាត់ቶምទឹកបាត់បងនៅអីគាត់ដើរទៅធម្មតាសមោលហ្នឹងគឺដូចកន្លែងផ្លូវលំហ្នឹងដូចមាន shield មួយអញ្ចឹងយើងស្វែងថាកន្លែងហ្នឹងដូចមាន shield មួយហ្នឹងហើយទៅគឺផឹកព្រមហ្នឹងបាត់បងហ្នឹងទៅផឹកហើយយើងដើរទៅខ្ញុំឡងពេលខ្ញុំដើរហ្នឹងខ្ញុំនៅតែឃើញសមោលហ្នឹងតរ៉ែលេប៉ុន្តែឈរនៅកែងផ្លូវហ្នឹងហ្មងឈរសលឹងខ្ញុំម្ដង អាលក្ខណៈដូចអាកន្លែងឯងផ្លូវហ្នឹងដូចសុកមានជាងមួយតែគេទៅឡើងកើតចឹងគេឈរនៅហ្នឹងហ្មង ហ្នឹងហើយ អូ តែគេនៅធំហ្នឹងយើងដើរទៅធម្មតាប៉ុន្តែពេលយើងដើរកាត់ហ្នឹងយើងទទួលអារម្មណ៍ថាគេមើលយើងហ្មងគេស្លឹងយើងវិញតែខ្ញុំក៏អត់មានដែរខ្ញុំទៅតែខ្ញុំទៅឡើងដេកហើយអញ្ចឹងហើយទៅបងនៅក្នុងកតុបហ្នឹងមិនជាខ្ញុំអត់ដឹងទេពីព្រោះខ្ញុំអត់ដេកកតុបមួយគាត់ទេកតុបគាត់នៅឡើងផ្សេងខ្ញុំនៅកតុបខ្ញុំផ្សេង បាទ អូខេអញ្ចឹងមកដល់កន្លែងពួកខ្ញុំគេទៅមកដល់កន្លែងពួកខ្ញុំគេហ្នឹងគឺពួកខ្ញុំមានតែគេផឹកស្វឹងទេតិចទេ like 2 កែវអីសម្រាប់ប៉ុណ្ណឹងពីព្រោះយើងនៅស្អែកយើងធ្វើការអញ្ចឹងអត់ដាច់សម្រាប់ឲ្យខ្លួនឯងស្វឹងឯងអូខេពួកខ្ញុំចែកវេគ្នាចូលទៅទឹកមួយទឹកចុះក្នុងទឹកហ្នឹងអត់មានអីទេតិចតួចទេ តិចតួចហ្នឹងមាន វាតិចតួចបែបលងទូទៅដល់តែខ្មោចលងយើងនិយាយចឹងទៅហើយតាគេលងវាបើកទឹកឬសលេងអីអាសលេងចំផ្លែគោះទ្វាអីចឹងអាហ្នឹងអញ្ចឹងវាអត់មានអីដែលមកថាឲ្យយើងកាត់សម្គាល់ថាវាមានបញ្ហាអីទេចឹងហ្នឹងហើយអញ្ចឹងអូខេដល់ពេលសម្រាប់ពួកខ្ញុំត្រឡប់អត់ចេះគេងបិទភ្លើងងឹតឈឹងទេមិនចេះដេកងឹតឈឹងទេអត់ខ្លាចទេប៉ុន្តែអត់ចេះដេកអត់ចេះគេងទេប៉ុន្តែមានក្រុមការងារម្នាក់ទេគាត់អត់ចេះដេកបើកភ្លើងទេគាត់តអាងឹតឈឹងហ្មងអាសុងហ្មងគាត់ចេះគេងសម្រាប់សម្រួលព្រោះគាត់ទៅដេកជាប់អួចទៅគេខាងនេះវាមានប្រអួចណែគាត់ទៅដេកជាប់អួចទៅម្នាក់ទៀតដេកនេះហើយខ្ញុំដេកអាខែមួយម្នាក់ឯងហ្នឹងហើយអញ្ចឹងឡងពេលដែលគេងខ្ញុំទទួលអារម្មណ៍ថាមានគេដើរជុំវិញខែគេងដើរទៅដើរមកខ្ញុំអត់ដេកអត់ទាន់លក់ទេដោយសារវាខុសម៉ោងដេកខ្ញុំអត់ត្រឡប់ដេកលឿនទេអញ្ចឹងដល់ពេលខ្ញុំពងសង្កត់ខ្ញុំមានអារម្មណ៍ថាមានគេដើរជុំវិញខែខ្ញុំគិតថាពួកម៉ាក់ខ្ញុំមួយទៀតដែលនៅជាប់ខែហ្នឹងវាចុះទៅយកអីផឹកអញ្ចឹងខ្ញុំក៏អត់បើភ្នែកមើលដែរខ្ញុំចេះតែផ្អៀងខ្លួនទៅខ្ញុំផ្អៀងខ្លួនបុកអញ្ចឹងហ្នឹងហើយព្រោះយកចង់ផ្អៀងមកកាន់នេះខ្លាចឃើញអីទេអញ្ចឹងខ្ញុំផ្អៀងមកទៅអញ្ចឹងឡងពេលដែលខ្ញុំគេងហ្នឹងមកសតុះអត់មានហ្នឹងទេប៉ុន្តែខ្ញុំដឹងថាពុកហ្នឹងមានគេអង្គុយពីលើសុតចុងជើងយល់ ហ្នឹងហើយសុតសឹប នៅចុងជើង ហ្នឹងហើយ យល់ ចុងជើងឡើងមកចិត្តកផ្លូវហើយឡើងមកចិត្តដៃវា move ចឹង របៀបចេះ ហ្នឹងហើយខិតដងតិចខ្ញុំអត់ខិតមកទេខ្ញុំក៏អត់ងាកទៅដូចគេនេះខ្លាចដែររហូតមកដល់ត្រឹមហ្នឹងនៅហើយយើងទទួលបានអារម្មណ៍តិចហ្មងតិចខាងហ្នឹងតិចខ្លាំងហើយនៅនឹងមកសតុះហើយបាត់ឡើងហើយខ្ញុំក៏ងាកវាមិននៅសាយខាងនេះណាវានៅលើចេះមកពីលើចេះវិញយើងគេងមើលទៅចេះហើយបានតែពេលងាកហ្នឹងគឺគេងផ្ងាវិញ ហ្នឹងខ្ញុំបង្ងាស់មកចេះបើកភ្នែកអញ្ចឹងខ្ញុំអីដែលខ្ញុំឃើញហ្នឹងគឺមើលមកខ្ញុំចេះវិញបើចេះយើងដេកចេះអញ្ចឹងមើលមកចេះវិញសញ្ជងក្បាលចុះមើលយើងចេះ បានន័យថាខ្លួនគេនៅក្នុងចាំង ហ្នឹងហើយមកតែមកកណាទេហើយដល់មកកណាទេណែមកមកកណានេះជងសញ្ជងក្បាលមើលយើងឡើងថ្មែហ្មង ស្រីឬក៏ប្រុស ស្រីចិត្តសញ្ជងមកអញ្ចឹងសក់ធ្លាក់មកផងអីផងអញ្ចឹងខ្ញុំភ្ញាក់មកខ្ញុំភ្ញាក់ឡើងកធាក់ហ្មង មុខមាត់មិនទៅ អត់ស្អាតទេតែក៏មើលអត់ច្បាស់ខ្លាំងហ្មងដែរដឹងតែវាអត់ស្អាតបាក់ describe វាអត់ស្អាតដែរសក់អញញ៉ៃអីចឹងសញ្ជងក្បាលចុះមកហៅយើងខ្ញុំភ្ញាក់ឡើងកធាក់ងើបហ្មងកធាក់ងើបអង្គុយឆ្ងក់ហ្មងពូម៉ាក់ខ្ញុំនៅហ្នឹង អត់បុកក្បាលខ្មោចទេ ខ្ញុំថាបុកតែវាអត់បុកញាក់កធាក់មកម្នាក់ដែលនៅជាប់ហ្នឹងភ្ញាក់ដែរវាសួរឲ្យថៃវាសួរខ្ញុំថៃថាអត់អីគេភ្ញាក់បើប្រាប់រត់ទាំង3ហ្នឹងខ្ញុំប្រាប់គឺរត់ទាំង3ពីរនាក់ខ្លាចខ្មោចណាស់ពីដល់ស្ដាច់ហ្មងស្ដាច់ខ្លាចខ្មោចនិយាយធំតែនិយាយក៏អត់បានដែរនិយាយក៏ខ្លាចដែរអញ្ចឹងក៏ខ្ញុំញាក់តោះមកខ្ញុំនិយាយខ្ញុំអង្គុយនិយាយអ្នកឯងតែខ្ញុំអត់និយាយមាត់ទេ និយាយក្នុងចិត្ត និយាយរៀងចឹងថាមានអីចង់បានអីចាំពេលហើយចាំប្រាប់ព្រោះឥឡូវសម្រាប់ស្អែកត្រូវធ្វើការកុំឆាឆៅ
អត់ចង់មានបញ្ហាអីទេខ្ញុំចង់សម្រាប់ យល់ ហ្នឹងហើយពេលហ្នឹងខ្សែកខ្ញុំដាក់នឹងក្បាលតនេកនេះយន់ខ្ញុំដាក់ក្នុងខ្នើយចឹងខ្ញុំដឹងតែធ្វើអីខ្ញុំបាត់កើតតែបានមកបន្លាចបានប្រហែលមួយសន្ទុះខ្ញុំមកដេកវិញអត់កើតលើខ្ញុំទៀតទេកើតទៅជាប់ពុកម៉ាក់ខ្ញុំដងនឹងដងអ្នកនៅខាងនោះដង បាទ អញ្ចឹងអ្នកនៅខាងនោះហ្នឹងគឺពុំធីមខ្ញុំមួយតែគាត់អត់តន់សម្រាប់ហ្នឹងអាពងគេងស្លុំហ្នឹងគាត់ដូចខ្វាយសកាត់គាត់ពីញ៉ាខ្លាំងគាត់ពីញ៉ាឡើងនឹងញក់ហីដំបងជើងខ្ញុំអត់លឺមែនខ្ញុំដេកងាកទៅខាងហ្នឹងវិញហីប៉ុន្តែខ្ញុំម្នាក់ហ្នឹងដេកខ្ញុំម្នាក់ដេកធម្មតាទេតែដេកខ្លួនត្រង់ឆ្កឹងណាដេកជិតក្បាលមួយនៅតែដេកផ្ងាយអញ្ចឹងខ្ញុំគិតថាត្រឡប់គេដេកអញ្ចឹងខ្ញុំក៏អត់មាត់ទៅខ្ញុំអត់មាត់អីមកសតុះខ្ញុំលឺស្លេកខ្ញុំហត់ទៅផ្ទះខ្លួនវាមួយដៃផ្ទះមកវាធាក់ងប់ងាក់មកហ្មងវាថាបាយអត់ទេអញមិនទេខ្ញុំសួរមិនតែខ្មៅសកាត់នៅហ្នឹងហើយខ្ញុំសួរខ្មៅសកាត់មិនបើអត់ឃើញហើយហើប៉ុនវាថាទេវាហើខ្លាំងតែហើអត់វាផឹងហើខ្លាំងតែខ្ញុំអត់ឃើញវាហើទេខ្ញុំឃើញវាដេកធម្មតាដេកគេដេកធម្មតាហើយម្នាក់ទៀតនៅខាងនោះគឺអត់មានជួបអីណាដេកទៅភ្លឺ អូយហេងមែន ហេងមួយហ្នឹងតែមួយហ្នឹងខ្លាចមួយនេះក៏ខ្លាចដែរប៉ុន្តែជួបហ្នឹងហើយអញ្ចឹងពេលហើយខ្ញុំក៏គេងតទៅរៀបយើងនិយាយខ្លះអីខ្លះទៅហើយខ្ញុំចាប់ដើមដោខ្ញុំយកយន់របស់ខ្ញុំដាក់កងខ្នើយវាវិញហើយខ្ញុំយកខ្សែករបស់ខ្ញុំមកពាក់ខ្លួនវិញខ្ញុំអត់ដាក់លើក្បាលនេះទៀតទេខ្ញុំដាក់លើខ្លួនវិញហើយដេកទៅខ្ញុំឡើងពេលទេខ្ញុំទទួលបានអារម្មណ៍មួយគឺខ្សែកខ្ញុំក្តៅឈិបលើខ្លួនខ្ញុំថាខ្ញុំអាចដឹងថាប្រហែលជាគេនៅតែចង់មកលោទៀតហើយតែធ្វើអីអត់កើតហ្នឹងហើយអញ្ចឹងក៏ដេកតោភ្លឺអត់មានរឿងអីហ្នឹងហើយវានៅតែមានអញ្ចឹងមានអាតិចតួចទៀតរៀបមកដើរមកឆាឆៅមានគោះទ្វាមអីអញ្ចឹងប៉ុន្តែឡងពេលទាំងអស់ហ្នឹងគឺលែងចង់ដឹងចង់លឺលែងនិយាយហ្នឹងគឺម្នាក់មួយនឹងតែវាហៅភ្ញាក់ខ្ញុំកាក់អីហើយខ្ញុំមិនសូវបានដេកខ្ញុំភ្ញាក់រហូតដេកភ្ញាក់ហើយម្នាក់មួយទៀតហ្នឹងក៏អញ្ចឹងដែរដេកភ្ញាក់ពេលវាភ្ញាក់អញ្ចឹងខ្ញុំចេះថាដេកទៅយល់កុំបើកភ្នែកខ្ញុំវាភ្ញាក់កុំបើកភ្នែកងាកទៅណាងាកបិទភ្នែកទៅមិនទៅកុំបើកភ្នែកកុំមើលហ្នឹងអស់ចឹងហែងដើរក៏ដើរតែហែងទៅគោះទ្វារក៏គោះទៅហែងទៅអត់មើលខ្ញុំក៏ចឹងខ្ញុំតែភ្ញាក់ទៅខ្ញុំបែរទៅតែជាងឯងព្រោះតែជាងនេះវាមានអីទៀតទេអត់ទៅជាងហ្នឹងឯងអត់មានអីទៀតមិនបើមុននឹងចាញ់ពីជាងមកបញ្ជាក់ហើយតែរបៀបយើងនេះកុំឲ្យខ្លួនឯងវាខ្ញុំគិតថាបែរទៅអញ្ចឹងបើជាវាអញ្ចឹងខ្ញុំខ្លាចខ្ញុំងាកមកខាងនេះវិញមកអង្គុយឆ្ងាក់នៅហ្នឹងឯងទៅមកយល់វាអញ្ចឹងខ្ញុំណាអើហើយភ្ញាក់គឺងាកអ៊ីដឺងាកទៅអញ្ចឹងមួយក៏ភ្ញាក់គឺប្រឹងបិទថ្មិចទៅវិញមកអត់ចង់ឃើញទៀតទេយល់អញ្ចឹងមកយប់ហ្នឹងគឺចឹងរហូតគឺរបៀបគាត់រវល់អត់មានឲ្យគេសម្រាប់ដេកពួននេះទៅអ្នកដែលដេកបានគឺដេកបានម្នាក់ទៀតទៅកញ្ចក់ហ្នឹងគឺដេកបាន peaceful ហ្មងងើបមកគឺអត់ដឹងអីហ្នឹងសន្តិភាពហ្នឹងហើយសួរងើបទៅបើដឹងខ្យល់អីអត់ដឹងអីទេដឹងអត់អីគេដេកអញ្ចឹងបានន័យថារយៈពេលដែលចាប់ពីការលងមួយសកត់មួយមកបញ្ជាក់តែពីលើក្បាលដេវីតផុតពីហ្នឹងទៅគ្រាន់តែជាសកម្មភាពតូចដែលខ្មោចនិយមលងហ្នឹងហើយដើរគូទ្វារអង្គលរបស់បើកទឹកឡាក់អញ្ចឹងទៅបាទអាហ្នឹងជីកតុកតូចហ្នឹងគឺជាយប់ទី1តែមកយប់ហ្នឹងឯងដោយសារតែថ្ងៃស្អែកយើងថត event ចប់យើងឡើងទៅពេញវិញមកអូខេនេះគឺជាសាច់រឿងទី1ហ៎យ៉ាសាច់រឿងទី1ខ្ញុំពងសម័យនេះ David មិនដែរបងប្អូនអរគ្នាសាច់រឿងទី1សម្រាប់ខ្ញុំសម័យឃើញឆ្ងាញ់ជាងគេគឺឆ្ងាញ់កន្លែងអង្គុយនៅលើស្អីគេលបងវត្តសមោល2អង្គុយនៅលើលបងវត្តកំពុងទៅដើរស្រាប់តែមានសមោលមួយហត់កាត់យើងវាពិបាកទទួលតែណាវាពិបាកទទួលហ្មងវាស៊ឺទៅឡើងខ្លួនយើងដល់ជាស៊ើបហ្មងហ្នឹងហើយឆ្ងាញ់ជាងគេកន្លែងគេងអូសម័យបងប្អូនទាំងអស់គ្នាយើងគេងបែរទៅជញ្ជាំងយើងសន្មតថាបើបែរទៅខាងក្រោយក្នុងរបស់យើងបានតែគេងបែរស្ដាំវិញហ្នឹងហើយនោះឱកាសនឹងឃើញវិធីសាស្ត្រដែលល្អគឺគេងផ្ងាអញ្ចឹងខាងនេះឃើញនៅចំកន្ទុយភ្នែកខាងលើរបស់យើងគឺជាជញ្ជាំងពីដានបាទដានស្រះតែហៅភ្នែកមកវានៅបញ្ជាក់ពីមុខយើងវិញវាមកពីមុខជើងហ្មងពេលនោះមុខហើយនឹងមុខឆ្ងាយពីគ្នាប្រហែលប្រហែលទៅអ៊ីងឆ្ងាយបែកមកពីអាវទៅពីឆាមក៏គៀតដែរគៀតពីអាវចុះតែតែប៉ុណ្្នឹងខ្ញុំគិតថាបើចិត្តជាងនឹងទៀតខ្ញុំស្លាប់អត់ទេតែវាឆ្ងាយទៅវាងើបបានងើបទៅតបមកទៀតចាប់រឿងនឹងអស់មកពេញមានអស់តបមកខ្ញុំមានអ្នកស្គាល់គ្នាគាត់ទៅជំរាបដែរហើយគាត់ទៅចាំអាផ្ទះនឹងទៀតអាផ្ទះនឹងដដែលប៉ុន្តែគាត់អត់គេងកន្ទប់នឹងឯងគាត់គេងកន្ទប់ផ្សេងឯងប៉ុន្តែគាត់ដឹងរឿងថាថៃបានកន្ទប់នឹងអញ្ចឹងបាទតែគាត់ទៅពេលគាត់មកវិញអីចឹងទៅពួកយើងទៅញ៉ាំអីជុំគ្នាទៅខ្ញុំនិយាយរឿងហ្នឹងនិយាយមួយគាត់ចឹងនិយាយអូខាងថាផ្ទះហ្នឹងមែន
គាត់និយាយពីផ្ទះហ្នឹងមិនមែនមកខ្ញុំ បាទ ខ្ញុំឡើងហ្នឹងឯងផ្ទះហ្នឹងតែគាត់ថាអូគាត់និយាយទាំងលេខបន្ទប់មកហ្មងបន្ទប់ហ្នឹងមែនហ្នឹងហើយតែបើគាត់និយាយថារឿងបន្ទប់ហ្នឹងមិនទៅពីកើតអីខ្ញុំចាំបន្ទប់ហ្នឹងមានគេធ្វើគិតកម្មគិតកម្មនៅក្នុងបន្ទប់ហ្នឹងហើយដាក់សពហ្នឹងនៅក្នុងខេគេងខេដេវីតហ្នឹងហើយខេខ្ញុំហ្នឹងឯងហើយបន្ទប់ហ្នឹងអត់ដែរដាក់ភ្ញៀវទេបន្ទប់ហ្នឹងគឺដាក់អវ៉ាន់យល់បន្ទប់ហ្នឹងគឺបន្ទប់ដាក់អវ៉ាន់ទេវាថាតបពេលតែមានរឿងហ្នឹងហើយខ្ញុំអត់ដឹងថាព័ត៌មានមែនទេតែខ្ញុំអត់ដឹងទេតបមកបន្ទប់ហ្នឹងគឺអត់ដែរបើកឲ្យភ្ញៀវចូលទេគឺបន្ទប់ដាក់អវ៉ាន់ទេសូម្បីតែពេលដែលពួកគាត់ទៅហ្នឹងណាដែលអ្នកដែលខ្ញុំស្គាល់គ្នាពួកម៉ាក់ហ្នឹងគាត់ទៅបន្ទប់ហ្នឹងគឺបន្ទប់ដាក់អវ៉ាន់ទេដោយសារពេលគេទៅយកអវ៉ាន់គឺជំនាញបន្ទប់ហ្នឹងប៉ុន្តែពេលខ្ញុំទៅខ្ញុំដេកបន្ទប់ហ្នឹងដល់ចូលទៅចូលសងគេនឹងធំហ្នឹងយ៉ាងម៉េចដែរបងប្អូនអរគ្នាសម្រាប់សាច់រឿងទី1តេតិនអំពីផ្ទះសំណាក់ក៏ពិតសម្រាប់ខ្ញុំផ្ទាល់តែម្ដងណាខ្ញុំធ្លាប់មានបទពិសោធន៍តេតិនរឿងផ្ទះសំណាក់ដែរតែវារៀងខ្លីៗទូចៗទេខ្លីៗទូចៗទេគ្រាន់តែផ្ទះសំណាក់មួយហ្នឹងពេលហ្នឹងយើងធ្វើពិធីចោះសម្បត្តិជាតិមិនដឹងសម្បត្តិបេតិកភណ្ឌជាតិមិនដឹង UNESCO មិនដឹងសម្បូរព្រៃគុកស៊ីកំពង់ធំប្រាសាទសម្បូរព្រៃគុកនៅពេលនោះខ្ញុំបម្រើការនៅសាកលវិទ្យាល័យមួយហើយខ្ញុំត្រូវដឹកនាំនិស្សិតពីសាកលវិទ្យាល័យហ្នឹងទៅចូលរួមប្រហែលអ្នកអញ្ចឹងណាអញ្ចឹងដោយសារតែគេបុកខ្លាំងពេកយើងក៏អត់មានជំរឿក៏យកបានបន្ទប់មួយចំនួននៅក្នុងផ្ទះសំណាក់មួយកន្លែងខ្ញុំអត់ប្រាប់ពីណាខ្ញុំអត់និយាយទាំងអស់ណាព្រោះខ្ញុំបានអឺតមើលហើយផ្ទះមួយហ្នឹងនៅដំណើរការឡើយទេអញ្ចឹងខ្ញុំអត់បានគាត់ទេហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំទៅដល់แล้วណាខ្ញុំមានអារម្មណ៍ថាវាអត់ស្រួលបាត់ទៅហើយអូផ្ទះសំណាក់ដែលស្រួលឬមិនស្រួលយើងគ្រាន់តែចូលយើងដឹងហើយមានរឿងហេតុច្រើនមែនតើកើតឡើងចំពោះកូនសិស្សណារឿងផ្ទះសំណាក់ខ្លះក៏គេងទៅទាញដៃទាញជើងខ្លះក៏ងើបទៅរំរបាំបុរាណនៅចុងជើងបាទមានឈុតចឹងមានឈុតឆាកចឹងតែសម្រាប់ខ្ញុំសុខសប្បាយព្រោះខ្ញុំការពារខ្លួនដែរបន្ទប់របស់ខ្ញុំគឺខ្ញុំសុខសប្បាយមែនតើប៉ុន្តែព្រលឹមឡើងដែលងើបមកទៅបានលឺសូរមានកូនសិស្សខ្លះទៅសុកទៅរំរបាំនៅចំជើងនឹងចឹងទៅបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលមានបទពិសោធន៍តាក់ទិននឹងគួរនិយាយថាជាបទពិសោធន៍ដែលសាហាវបំផុតតាក់ទិនអំពីផ្ទះសំណាក់ក៏អាចចែករំលែកមកកាន់កម្មវិធីជាអ្វីបានដែរនៅសល់ប្រហែលសាច់រឿងទៀតដែលអាចចែកបានមានមួយពីរទៀតនៅសល់មួយពីរទៀតមានមួយទៀតទូយទេវានៅក្នុងផ្ទះសំណាក់ដែរហើយមួយទៀតនៅពេលខ្ញុំ camping អានោះចាំពេលខ្ញុំនិយាយមួយទៀតមួយណាឆ្ងាញ់ជាង camping ឆ្ងាញ់ជាងចឹងខ្ញុំទុកក្រោយណាតែយើងដាក់ផ្ទះសំណាក់មួយទៀតនៅចំកណ្ដាលចុះមុននឹងចាប់ដើមអញ្ចឹងឥឡូវយើងចូលដល់សាច់រឿងទី2វិញម្ដងហ្នឹងហើយពេលអញ្ចឹងសាច់រឿងទី2នេះគឺហ្នឹងខ្លីទេហើយវាមិនសាហាវអីមែនទេអញ្ចឹងណាអញ្ចឹងហ្នឹងតាក់ទងនឹងកន្លែងគេងដូចគ្នាប៉ុន្តែពេលហ្នឹងខ្ញុំទៅគ្នាច្រើនប្រឡងទី12ហើយប្រឡងទី12ហើយ40នាក់អត់ដល់ទេពួកម៉ាក់ខ្ញុំដែលទៅ10នាក់បាទហ្នឹងហើយអញ្ចឹងពួកខ្ញុំទៅហ្នឹងទៅសៀមរាបដដែលតែមិនផ្ទះនឹងទៀតទេផ្ទះផ្សេងតែពេលហ្នឹងឯងយើងនៅក្មេងៗអញ្ចឹងយើងក៏មានបច្ចេកទេសច្រើនដែរយើងមានថវិកាច្រើនទេយើងចាយតាមលទ្ធភាពដែលយើងអាចធ្វើបានអញ្ចឹងមានម្នាក់គាត់អ្នកកាន់លុយអញ្ចឹងគាត់តែរៀបចំទាំងអស់ហ្មងថាអូខេយើងចេញទៅជីកអីគេងនៅណាថ្ងៃដែលយើងដើរលេងយើងទៅណាខ្លះចាយអីមែនយើងហុចតែលុយឲ្យគាត់ហើយអូខេ that's it ចឹងហើយចឹងចាប់ហើយលុយគាត់ហើយយើងចាំតែដើរលេងហ្មងយើងសគួរតែលុយតិចតួចទៅបានទេសម្រាប់ឲ្យយើងទិញអីញ៉ាំជិះចុកខ្លួនឯងហ្នឹងចឹងណាហ្នឹងហើយចឹងពេលតែទៅដល់កន្លែងគេងហ្នឹងកន្លែងគេងហ្នឹងស្អាតមើលពីក្រៅទៅស្អាតបែបបុរាណមិនបុរាណពេកទេវាពាក់កណ្ដាលអូតែឬទស្សនៈម្ដងនេះអូតែលវិញហ្នឹងហើយ upgrade ចឹងមិនបុរាណពេកតែក៏មិនសម័យដែរហើយខ្ញុំគិតថាហ្នឹងក៏មិនថ្មីអីមែនដែររៀងល្មមដែរហើយចឹងណាចឹងពេលដែលទៅចូលទៅកតុបគេហ្នឹងពួកខ្ញុំកក់មាន4កតុបគេមានកតុបខែ2កតុបខែ1 2ទៀតចឹងណាហ្នឹងហើយចឹងខ្ញុំគេងអាកតុបខែ2ទៀតបាទហ្នឹងហើយចឹងគ្នាកតុបខែ2ខ្ញុំគេង4នាក់បាទហ្នឹងហើយចឹងខ្ញុំអត់ចាំកតុបលេខមែនទេប៉ុន្តែកតុបហ្នឹងនៅជាន់ទី3បាទខ្ញុំចាំជាន់ទី3ឲ្យស្អាតឡើងចរាយន្តហ្នឹងហើយអញ្ចឹងក្នុងកតុបបរិយាកាសក្នុងកតុបហ្នឹងអត់មានអីទេធម្មតាហើយក្នុងពេលដែលយើងទៅហ្នឹងក៏អត់មានបញ្ហាដែររហូតដល់ពេលគេងបាទអញ្ចឹងលើកហ្នឹងផ្ទះអូតែលហ្នឹងទូអត់ដាក់នឹងតុកទេគេដាក់នៅលើយ៉ាងវិញចាប់ចុងអញ្ចឹងហ្នឹងហើយដាក់តុកវិញហ្នឹងហើយហើយពួកខ្ញុំអត់ត្រឡប់មើលទូទេយកឡើងអីចឹងតែបើកទូមើលទេអញ្ចឹងយើងក៏គេងអញ្ចឹងក្នុងពេលដែលគេងហ្នឹងមានពួកម៉ាក់ខ្ញុំមួយវាងើបខ្ញុំឃើញវាងើបទៅកតុបទឹកងើបដើរទៅដើរកាត់ពេលហ្នឹងល្បាក់ប្រហែលម៉ោងប្រហែលហើយម៉ោង1ហីប្រហែលម៉ោង1ហីពីព្រោះដោយសារតែខ្ញុំចាំតែខ្ញុំលេងហ្គេម
ខ្ញុំលេងហ្គេមមកតដេកគេខ្ញុំលេងហ្គេមហើយបន្ទាប់មកបាទខ្ញុំបិទទៅហ្នឹងឃើញម៉ោងវា7:01អញ្ចឹងថាពេលហ្នឹងម៉ោង1ចុះខ្ញុំបញ្ញាខ្លួនគេហ្នឹង បាទ អញ្ចឹងខ្ញុំឃើញប្រភេទខ្ញុំដើរយើងអត់ឃើញនឹងភ្នែកប៉ុន្តែអាយើងគេងទៅយើងកលៀសភ្នែកទៅឃើញដូចពុំម៉ាញ់ដើរអញ្ចឹងដើរកាត់មុខចុងជើងយើងទៅគ្រប់ទឹកបាទខ្ញុំមកសតុះថា15នាទីអញ្ចឹងខ្ញុំតាមទៅគ្រប់ទឹកដែរខ្ញុំភ្ញាក់មកពុំម៉ាញ់ខ្ញុំនៅនេះឡើយនៅដេកគេខ្ញុំដាស់ខ្ញុំគិតថាអត់ស្រួលខ្ញុំដាស់ហើយមានងើបទៅគ្រប់ទឹកអត់មិញវាងើបមកមីងវាសួរហើយដាស់អញធ្វើអីហើយឃើញពងដេកទេអីដាស់អញធ្វើអីខ្ញុំចាប់ឡើងអត់ស្រួលណាចុងចុះមិញពីណាទៅគ្រប់ទឹកគេបើអត់ទៅផងក្នុងរយៈពេល15នាទីហ្នឹងខែលោកគេងមកស្លឹបអត់ដឹងរឿងខ្ញុំគិតថាខ្ញុំគេងមកស្លឹបដែរចុះពេលហ្នឹងខ្ញុំគិតថាចាំមិញភាំងមកភាំងអាងូកមកភាំងហ្នឹងហើយខ្ញុំក៏អត់មកដែរហើយទៅគ្រប់ទឹកចុះមកវិញរៀបគេងខ្ញុំឮសលេងទួបើកបើទួអត់មានប៉ុយឮអាលេងស្ដាច់ហ្នឹងឆ្លងខ្មោចលោមចូលចិត្តបើកអាសលេងដាច់ប៉ុសហ្នឹងម៉េចបើកឲ្យចេញប៉ុសហ្មងខ្ញុំគិតថាគីឡូពីណាគេបញ្ញាទៅប៉ះបាទប៉ុន្តែអត់ទេហើយខ្ញុំក៏ចុចបិទអានេះទូហ្នឹងបើកហើយណាហ្នឹងហើយបើកហើយខ្ញុំចុចបិទមកពេលហ្នឹងតេលេនៅកន្លែងណាតេលេនៅក្បាលខែប៉ុន្តែខាងនោះខាងពុកម៉ាក់ខ្ញុំអញ្ចឹងឱកាសប្រះអត់អាចកើតឡើងបានន័យថាប្រះទៅប៉ះតេលេហ្នឹងវាមិនអាចប្រះទៅប្រះតែវានៅលើតុកចឹងខ្ញុំដកពីនោះខ្ញុំយកដាក់ចិត្តដៃខ្ញុំចុចបិទខ្ញុំដាក់លើតុកវិញបើកទៀតគាត់តែបញ្ញាខ្លួនទៅហ្នឹងបើកទៀតខ្ញុំគិតថាវា error ខ្ញុំទៅដកខ្សែក៏បើកបានដែរពេលដកខ្សែផឹបហ្នឹងខ្ញុំអត់ដេកទទួលនឹងបើកទៀតទទួលបើកតែមកផ្លែតែស៊ឺតិចអត់វិញផឹបមកហ្នឹងបន្ទាប់មកខ្ញុំក៏និយាយទៀតណាខ្ញុំមកដើរលេងកុំឆាឆៅខ្ញុំអីព្រោះខ្ញុំមកដើរលេងខ្ញុំក៏មានទៅប៉ះពាល់អីអ្នកដែលនៅក្នុងបន្ទប់ហ្នឹងដែរខ្ញុំសុំតែសម្រាប់ទេអញ្ចឹងណាតបមកទៀតអូខេយើងគេងទៅប្រហែលជាម៉ោង3ម៉ោង4ពេលហ្នឹងមានអ្នកចង់ទៅមើលថ្ងៃរះយល់ហ្នឹងហើយមានអ្នកចង់មើលថ្ងៃរះហើយម្នាក់ដឹងថាខ្ញុំឆាប់ភ្ញាក់ជាងគេបើខ្ញុំអត់បើខ្ញុំអត់គេងលឿនទេបើខ្ញុំដាក់ម៉ោងរោខ្ញុំភ្ញាក់មុនគេតែខ្ញុំលឺម៉ោងរោខ្ញុំភ្ញាក់បាទខ្ញុំដាក់ម៉ោងរោម៉ោង4តែខ្ញុំភ្ញាក់មុនម៉ោងនេះងើតាំងម៉ោង3បាទអញ្ចឹងពេលតែភ្ញាក់មកវិញហ្នឹងខ្ញុំឃើញមានសមោមទៀតនៅកែងកតុកខាងលើនៅជុំខាងនោះបាទនេះជាប់មួយពីដានហ្នឹងហើយកែងនឹងកែងឃើញសមោមមួយតតាំងនៅឡាញ់ហ្នឹងអីដូច Spider-Man តតាំងងាងនៅលើហ្នឹងបាទអត់គេអត់ធ្វើអីយើងទេខ្ញុំឃើញខ្ញុំគាត់ថាខ្ញុំសម្រាប់តែមួយថ្ងៃពីរទេខ្ញុំទៅវិញហើយសមោមហ្នឹងបាត់ទៅវាមានលងអីយើងមកខ្លាំងហើយប៉ុន្តែអាពេលដែលយើងឃើញហ្នឹងអាទស្សនវិជ្ជាដែលយើងអ្នកឃើញវាពិបាកទទួលប្រុសឬក៏ស្រីនេះប្រុសអានេះលក្ខណៈដូចចង់មើលបន្ទប់នឹងជារួមហ៎អញ្ចឹងតែកែងជ្រុងហ្មងអញ្ចឹងឃើញទាំងអស់គ្នាហ្មងងាប់ដល់អូខេយើងក៏ធ្វើអីគាត់ដែរគាត់អត់មានធ្វើអីយើងទេប៉ុន្តែអាម្លងពេលគាត់ទៅបើទូវាអណយវារំខានយើងពេកអញ្ចឹងខ្ញុំក៏ថាអូខេបើចង់បានអីប្រាប់ខ្ញុំសុំចិត្តទិញឲ្យទៀតកុំឲ្យតាមកឆាខ្ញុំត្រូវដេញមកជប់ទៀតខ្ញុំខ្លាចមកជប់ទៀតនឹងវាលឺហ្នឹងហ្នឹងហើយព្រោះអាយប់ទី1យើងអត់ទៅផឹកសវឹងអត់ទៅអីទេប៉ុន្តែអាយប់ទី2ហ្នឹងយើងផឹកអញ្ចឹងខ្ញុំខ្លាចអាហ្នឹងវាជួបអត្តតភាពខ្ញុំអត់ចង់ជួបបាទបង្កហេតុធ្ងន់ហ្នឹងហើយវាអាចធ្ងន់ជាងហ្នឹងអញ្ចឹងខ្ញុំក៏ចរចាហើយចង់បានអីប្រាប់ចាំទិញតោះមកគេមិនប្រាប់អីទេប៉ុន្តែខ្ញុំទិញផ្លែឈើទៅខ្ញុំទិញផ្លែឈើមកស្បោងទៅបែរអ្នកតែគាត់ទទួលភ្ញៀវគាត់ឆ្ងល់ថាខ្ញុំទិញផ្លែឈើឡើងស្បោងទៅខ្ញុំទិញមានជ័យមេខ្ញុំដាក់សែនទៅអត់ធុកទេគាត់ដាក់ហ្នឹងខ្ញុំនិយាយថាបើអត់ថាចង់បានអីទេខ្ញុំដាក់ប៉ុណ្្នឹងឲ្យខ្ញុំសុំសុខសប្បាយខ្ញុំសប្បាយទាំងអស់គ្នាហ្នឹងតមកទៀតថ្ងៃបន្ទាប់យកបន្ទាប់អត់អីវិញធម្មតាហ្មងគេងបានស្រួលហ្នឹងហើយអញ្ចឹងតែរឿងតែវាប៉ុណ្្នឹងឯងខ្លីចឹងឯងខ្លីតែខ្ញុំសម័យអត់ចាញ់ចង់និយាយថានៅពេលដែលងើបមកយើងឃើញសមោលមួយនៅជ្រុងមួយហ្នឹងគេមើលយើងមើលគេមិនក៏អាចរក្សាចិត្តស្ងប់ហើយចោះឆាបានទោះខ្ញុំនិយាយដេវីតយល់ក្លែងមកហើយទោះជាសមោលដល់យើងដឹងថាកៅភ្នែកគេកំពុងតែមើលយើងហើយយើងកំពុងតែមើលកៅភ្នែកដែលមានដៃមានជើងកំពុងតែតោងនៅកន្លែងហ្នឹងច្បាស់ 100% មិនមែនជាមនុស្សហ្នឹងហើយអាចរក្សាចិត្តស្ងប់ហើយចោះឆាបានយើងភ្ញាក់ដែរប៉ុន្តែដោយសារតែដូចនិយាយចឹងខ្ញុំអាសាឃើញរហូតដល់ខ្ញុំស្វមមកអាសកម្មភាពអស់ហ្នឹងមកស្វមមកតែបើថាមានកញ្ចៅឃើញអត់ទេប៉ុន្តែបើយើងទៅណាមកណីចឹងបើឡៃនឹងមានអីអត់ស្រួលយើងដឹងមុនគេអាសាដឹងអាសាមានជួនកាលខ្ញុំទៅដើរទៅពុកម៉ាក់ខ្ញុំសួរខ្ញុំហ្មងមានអីអត់ហ្នឹងហើយខ្ញុំពេលខ្លះខ្ញុំលោដែរ
អត់ដឹងហងអត់មានតែគេឲ្យឃើញអីហង បាទ ហ្នឹងហើយវាចឹងព្រោះពេលខ្លះគេឲ្យយើងឃើញពេលខ្លះគេឲ្យគេបែរគេឲ្យអារម្មណ៍យើងដឹងថាមិនហ្នឹងឬមួយក៏គេអារម្មណ៍ថាគេនៅនឹងដែរ បាទ កុំឲ្យខុសមកកករបៀបចឹង តែ David ដល់ពេលនិយាយថាអាសាឃើញអញ្ចឹងធ្វើឲ្យខ្ញុំនឹងកាត់ជំងឺឆ្ងល់នៅពេលដែលធ្វើការងារជា DOP កាន់កាមេរ៉ាដើរថតនេះដែលលើស frame ឯងដែលលើសតួឯង លើសបងលើស អូយ លើស អាចឲ្យម្លេះតិចបានទេ កាលហ្នឹងខ្ញុំទៅថតរឿងហើយស៊ីនហ្នឹងស៊ីនយប់នៅក្នុងព្រៃ រឿង ហ្នឹងហើយថតរឿង អាចឬក៏មិនអាច អត់កែទេដោយសាររឿងហ្នឹងគេអត់ release ទេរឿងហ្នឹងគេអត់ចេញទេខ្ញុំអត់ដឹងថាមានបញ្ហាអីដែរខ្ញុំអត់ដឹងដែរហើយកាលហ្នឹងខ្ញុំអត់ទាន់ជា DOP ចឹងយើងជា camera operator អ្នក operate camera ជឿខ្មោច ហ្នឹងហើយគេថតរឿងខ្មោចហើយពេលហ្នឹងវាស៊ីនយប់ហើយវានៅក្នុងព្រៃថតក្នុងព្រៃ ភ័យអីគេដែរ អត់ចាំដែរតែ ខេត្តណា នៅ wait ស្ទឹងត្រែង I think យ៉ាដូចទៅអាចទៅខាងហ្នឹងហើយហើយជាស្ទឹងត្រែងវាមិនព្រៃស្ដុកអីទេប៉ុន្តែវាដើមឈើខ្ពស់ មិនអាចថតបាន ហ្នឹងហើយមកថតបានមកថតខ្លាំងថតបានដែរអញ្ចឹងយើងអ្នកកាន់កាមេរ៉ាDOP គាត់អត់កាន់កាមេរ៉ា DOP គាត់អង្គុយមួយ director នៅក្នុង boot camp ហ្នឹងហើយអញ្ចឹងហើយកាលហ្នឹងវាបបពិសោធន៍ដំបូងដែរខ្ញុំអត់ដែរថតរឿងនេះហើយយើងអត់ដែរទៅថតយើងអត់ដែរមានបបពិសោធន៍ការងារអស់ហ្នឹងទេលើកទី1ហ្មងយើងទៅថតអញ្ចឹងណាហើយយើងធ្វើឲ្យកុំvậyអញ្ចឹងទៅក្នុងពេលដែលដាក់ប្លង់ឲ្យ DOP គាត់ confirm គាត់យល់ព្រមថាគេប្លង់ហ្នឹងត្រូវតាមគាត់ចង់បានហើយដល់ដាក់ហ្នឹងខ្ញុំឃើញនៅក្នុងប្លង់ហ្នឹងខ្ញុំឃើញមានសមោសោមនៅក្នុងឡើងជ្រៅហ្មងវាប្លង់កាមេរ៉ាឃើញប៉ុណ្ណឹងអញ្ចឹងនៅក្នុងអីដែលយើងឃើញប៉ុណ្ណឹងគឺមានសមោសោមួយនៅក្រោយហ្នឹងតែឡើង ជាសមមនុស្ស សមអត់ដឹងអត់ចាំជាមនុស្សហ្មងប៉ុន្តែជាសមោពណ៌សហ៎តែឡើងទៅលើខ្ញុំភ្លាមហ្នឹងខ្ញុំវាយកុំសួរបងមានតែគេនៅខាងក្រោយហ្នឹងទៀតអត់ខ្ញុំខ្លាចថាមានមនុស្សនៅក្រោយហ្នឹងទៀត យល់ ព្រោះនៅក្នុងប្លង់ថតបើសិនជាកន្លែងហ្នឹងមានតែតួថាគេដាក់តួ5អញ្ចឹងមានតែ5មិនអាច6ទេអញ្ចឹងតែខ្ញុំក៏សួរថាបងមានតែគេនៅក្រោយទៀតអត់អញ្ចឹងគេវាយកុំតគ្នាអត់មានទេហើយបង DP ហ្នឹង DOP ហ្នឹងក៏មិនសួរអត់ណៃឃើញអីមែនខ្ញុំឃើញអីសហោះឡើងលើ គាត់ថាអានេះក៏មាត់ថតទៅអីម្នាក់ឡើងដល់ពេលដែលខ្ញុំនិយាយថាមានអីសថាហ្នឹងគេវាភ្នែកគ្រប់គ្នាមករយខ្ញុំគ្រប់គ្នាហ្មង យល់ ព្រោះយើងនិយាយដាក់ឲ្យកុំតែយើងនិយាយរៀងលឺអញ្ចឹងភ្នែកម្នាក់ហ្នឹងងាកមកយើងគ្រប់គ្នាខ្ញុំឡើងខ្ញុំអត់ដឹងយើងអត់មានបទពិសោធន៍មិនហ្នឹងយើងអត់ដឹងថាអូពេលអញ្ចឹងយើងអត់ត្រូវនិយាយប្រាប់ថាវាមានរឿងអីទេយើងដឹងថាពេលចូលព្រៃអាហ្នឹងយើងដឹងបើយើងដើរលេងតែអានេះយើងមកថតអញ្ចឹងហើយវានៅក្នុងប្លង់ខ្ញុំគិតថាវាជាមនុស្សហើយខ្ញុំឆ្ងល់ទៀតពេលដែលនិយាយហ្នឹងចុះមនុស្សមិនឡើងលើកាត់អញ្ចឹងហើយក៏ជាថតទៀតទៅអញ្ចឹងក្នុងពេលដែលថតគឺមានវាថតខុសអីហោហែអញ្ចឹងទៅមានពេលខ្លះយើងថតអញ្ចឹងក្នុងពេលថតគឺមានស្មោលតែកាត់តែឃើញតែកាមេរ៉ាយើងតែកាត់អញ្ចឹងមកហ្នឹងហើយខ្ញុំប្រាប់ថាបងម្ដងទៀតបានអត់មានគេកាត់មកខ្ញុំតែទៅបាយពីក្រោយមកឡងអត់ដែរមានអីហ៎ស្អាតធម្មតាតើអូនអញ្ចឹងមកស្លាយហ្នឹងមកហើយកាត់តែយើងតែបើសិនជាកាត់ទៅគេកាត់ដែរអត់អីទេប៉ុន្តែកាត់យើងគេអត់អីឡើងវាអញ្ចឹង សម្រាប់បងប្អូនទាំងអស់អត់យល់កន្លែងហ្នឹងមានន័យថាប្លង់កន្លែងហ្នឹងអាចប្រើកាមេរ៉ា2 3ទៅ4ដែរហ្នឹងហើយបាញ់ទៅ angle ទៅតែមួយគ្រាន់តែមួយ close up មួយ wide angle រៀងប្លង់ធំប្លង់តូចប្លង់ឆ្អៀតអីចឹងទៅអញ្ចឹងប្លង់ទាំងអស់គឺបាញ់ទៅកន្លែងហ្នឹងមួយហ្នឹងហើយទោះត្រង់ថាមានតែកាមេរ៉ា David ទេដែលមានសមោលដែរ បាទប៉ុន្តែសមោលហ្នឹងគឺឃើញតែយើងអ្នកឃើញ យល់ ប៉ុន្តែ director ដែលគាត់នៅក្នុង camp ដែលគាត់មើល monitor ផងគាត់ថាអត់ឃើញអីទេដល់កន្លែងធម្មតាតែអូន ត្រង់ជាមួយនេះដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអ្វីដែលយើងទៅមើលរឿងអបិយជំនឿឬរឿងរន្ធត់នៅក្នុងកន្លែងហោងកុនណាភ្នែករបស់យើងមើលឃើញបានត្រឹមតែតួសម្ដែងបរិយាកាសនៅក្នុងប្លង់ហ្នឹងឯងត្រូវទេហ្នឹងហើយប៉ុន្តែធៀបពិតមិនស្រួលមានលើសតួច្រើនណាស់នៅក្នុងប្លង់ហ្នឹងហើយខ្ញុំអត់ច្បាស់ដែរថាពេលហ្នឹងខ្ញុំថតកាមេរ៉ាខ្ញុំថតដល់ខ្ញុំថតបើមិនជាគេខ្ញុំថតទៅខ្ញុំថតខ្ញុំអត់ថតដល់អត់ចង់ទៀតហ្មងវាបើសិតជាយើងគិតថាវាបានច្រើនបានច្រើនតែយើងថតយប់ហើយថតតែពេលយប់ទេអញ្ចឹងវាហត់តែអត់ចង់បានទៀតទេអត់កែទេ ក្រៅពីនេះតើតើពីការងារ DOP ដែលបង្ហាញខ្លួននៅក្នុងប្លង់មានតែរឿងខ្មោចហ្នឹងទេឬក៏មានបរិបទច្រើនទៀត ដូចជា មានករណីច្រើនទៀត អត់ទេមែនតើអត់ទេមានតែរឿងអបិយជំនឿមួយដែលថតទៅភាគច្រើនអញ្ចឹង បាទវាមានរបៀបយើងទៅតាមកន្លែងកំសាន្តខ្លះយើងទទួលអារម្មណ៍ថាអូពេលយើងទៅថតហ្នឹងយើងមានអារម្មណ៍ថានៅនឹងមានអ្នកនៅនឹងដែរអីចឹងតែអត់ឃើញនៅក្នុងកាមេរ៉ាយើងអីអត់ឃើញទេ អូយធ្វើខ្ញុំចង់ដឹងនេះខ្ញុំមិនដឹងថាតើប្រិយមិត្តទាំងអស់ដែលកំពុងតែតាមដានទស្សនាមានខ្សែខាង director មានខ្សែខាង production lighting
ខ្សែខាងណាក៏ដោយឲ្យតែតាក់ទងជាមួយការថតកុនហើយបើសិនជាអាចខ្ញុំចង់ដឹងថាពេលពួកគាត់ធ្លាប់ថតរឿងអបិយជំនឿឬរឿងអមនុស្សបែបហ្នឹងអត់បើសិនជាធ្លាប់ហើយច្រើនទៀតខ្ញុំចង់ដឹងថាខ្ញុំមិនជឿថាគាត់អត់ដែរជួបទេខ្ញុំជឿជាក់ថាពួកគាត់យ៉ាងហោចណាស់ត្រូវតែមានម្នាក់ធ្លាប់ប៉ះរឿងអញ្ចឹងហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយខ្ញុំស្វែងរកបងដែលគាត់ថត production ហើយគាត់ជួបរឿងសាហាវបំផុតជួយឲ្យគាត់ឆាត់មកកាន់ page យើងវិញខ្ញុំចាំសម្ភារគាត់ខ្លាំងមែនតើតើរឿងនៅក្នុងព្រៃវាមានរឿងបែបណាខ្លះបើយើងទៅដើរព្រៃខ្ញុំអាចយល់បានតែអាពេលថតអាពងការងារអូយសាហាវមែនតើពួកខ្ញុំធ្លាប់មើលបងដាយគាត់ឡើងតុកលឺ background ហ្នឹងគាត់និយាយពេលដែលគាត់ថតរឿងមួយយប់ស្លាប់ទាំងអស់ដូចជាអញ្ចឹងសាច់រឿងរបស់គាត់ណាគាត់បាននិយាយតាក់ទងនឹងបាត់ប្លង់លឹះតួឡើងអូច្រើនមែនតើចុះ production ទាំងមូលវិញដែលខ្ញុំចង់ដឹងមែនតើខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយអរគុណណាស់សម្រាប់សាច់រឿងខ្លីៗដែលជាបទពិសោធន៍ការងារឥឡូវយើងចូលដល់សាច់រឿងទី3ដែលនឹងចែករំលែកតាក់ទិនពីការបោះតង់ហ្នឹងហើយបងអញ្ចឹងនេះយើងទៅសង្ឃឹមថាសាហាវណាអាចបងអាចចឹងយើងកាលហ្នឹងខ្ញុំចាំថាខ្ញុំធ្វើការហើយកាលហ្នឹងខ្ញុំធ្វើការបានមួយរយៈថាមុនកូវីដមុនកូវីដមុនទូកូវីដអញ្ចឹងពួកខ្ញុំទៅដើរលេងទៅបោះតង់នៅហ្នឹងមិនចាំញូទៅណាបាទខ្ញុំអាចទទួលយល់បាទហ្នឹងហើយអញ្ចឹងអំឡុងពេលដែលទៅហ្នឹងយើងអត់ទៅដល់ទៀតយើងអត់ទៅយើងទៅកន្លែងផ្សេងសិនយើងកាលហ្នឹងយើងទៅគ្នាមួយអ្នកដែរ5ម៉ូតូអញ្ចឹង8ទៅ10នាក់ហ្នឹងហើយ10នាក់ចុះហ្នឹងហើយប្រហែលប៉ុណ្្នឹងខ្ញុំភ្លេចដែរអញ្ចឹងអំឡុងពេលទៅហ្នឹងយើងទៅតែយើងទៅពីព្រលឹមអញ្ចឹងយើងចេញទៅពីព្រលឹម early ហ្មងអញ្ចឹងទៅដល់ហ្នឹងយើងអត់តន់ចង់ទៅនឹងហ្មងយើងចង់ជិះត្រាក់ចរដើរលេងយ៉ាងហោហែក្មេងៗអញ្ចឹងហ្នឹងហើយអញ្ចឹងទៅហ្នឹងក្នុងចំណោមហ្នឹងខ្ញុំដឹងមិនដែររៀបមិនបានទៅពួកម៉ាក់ខ្ញុំមានក្នុងចំណោមហ្នឹងវាយកមានពួកម៉ាក់យកពួកម៉ាក់ទៅហើយពួកម៉ាក់របស់ពួកម៉ាក់ខ្ញុំហ្នឹងមាត់ដាច់ហ្មងមិនដាច់ធម្មតាអំឡុងពេលជិះទៅធម្មតាគេមានគេឲ្យក្មេងៗជូនទៅអត់អាចឲ្យក្មេងៗជូនទៅតែយើងអត់ចង់ជិះទៅវាខាត់ខ្វែងច្រើនចង់ជិះទៅតែថ្មីដល់ហ្នឹងហ្មងអញ្ចឹងផ្លូវកាត់ប៉ុន្តែពួកខ្ញុំអត់ទេចង់សាក់ខ្លួនឯងអញ្ចឹងដល់ពេលជិះទៅហ្នឹងជិះទៅមួយហ្នឹងវានិយាយមិត្តភក្តិហ្នឹងមិត្តភក្តិថាកចអ្នកកហ្នឹងចុះកហ្នឹងគាត់និយាយចុះជិះឡើងទីវិញតិចចឹងហើយខ្ញុំគាត់ថាចុំជិះចូលព្រៃមិននិយាយចឹងទៅម្នាក់ពួកម៉ាក់ខ្ញុំហ្នឹងគោះហើយកុំនិយាយជិះទៅខ្ញុំក៏ជិះទៅហោហែប៉ុន្តែពេលដែលខ្ញុំជិះទៅយើងជប់ឡើងណាអញ្ចឹងខ្ញុំមានបងរបស់ខ្ញុំម្នាក់គាត់ជឿដែរអញ្ចឹងគាត់យកអីទៅម៉ាក់ដើមឈើទៅគោះលើដើមឈើគាត់យកឆ្នាំហ្នឹងឯងចាំថាបើយើងជិះមកឡើងហ្នឹងទៀតមានថាយើងមានបញ្ហាអីហីគាត់គូឡើងហ្នឹងហើយខ្ញុំកម្មដើមឈើហ្នឹងហ្មងតែថាដើមឈើហ្នឹងយើងធ្វើជាងគេហើយវានៅចំកណ្ដាលផ្លូវហ្នឹងអញ្ចឹងយើងជិះទៅនិយាយហើយជិះទៅមកទទួលមកវិញជិះទៅអញ្ចឹងទៅមកដាច់ជួបឡើងហ្នឹងវិញឃើញដើមឈើហ្នឹងទៀតពេលហ្នឹងយើងជិះដល់ទៅត្រង់អត់មានអារម្មណ៍ថារៀងកោងទេណាអត់ទេពួកខ្ញុំព្យាយាមសម្រាប់បងប្អូនមួយចំនួនខ្ញុំព្យាយាមបំបត្តិខាងលោកគាត់ជិះចុះផ្លូវកោងអញ្ចឹងណាខ្ញុំព្យាយាមបំបត្តិវិជាសាស្ត្រចេញខ្ញុំដំបូងក៏អញ្ចឹងខ្ញុំគិតថាជិះចុះជិះឡើងបាត់ចុះបាត់ឡើងមកឡើងហ្នឹងវិញហីប៉ុន្តែវាមិនអាចច្រើនដងពេកទេ2 3ដងទៅអញ្ចឹងទៅឃើញអាហ្នឹងទៅអញ្ចឹងទៅឃើញអាហ្នឹងទៀតដូចជាប់នៅក្នុងលូបអាហ្នឹងអញ្ចឹងខ្ញុំឈប់ម៉ូតូទាំងអស់បងប្រុសមួយតែគាត់ទៅគូសហ្នឹងគាត់ថាអត់ស្រួលទេបកក្រោយហើយមិនខ្ញុំគាត់ថាមិនបកក្រោយជួបនឹងដែរទេទៅអត់ទៅណានៅត្រឹមហ្នឹងឯងបើមិនសុំគេទេទៅអត់ផុតទេទៅអត់ដល់អញក្រៅក៏អត់ដឹងទៅណាដែរសុំដោះអ្វីមានរបស់យើងញ៉ាំហ្នឹងអត់ធុកឡើងហ្នឹងហ្មងអត់ធុកភ្លាមហ្មងសុំចេញទៅវិញអត់តឯងសុំចេញទៅវិញហ្មងពេលដែលយើងអត់ធុកនិយាយគឺខ្ញុំសុំបកក្រោយធ្វើម៉េចឲ្យខ្ញុំទៅដល់កន្លែងដើមវិញបកអីអត់ជីបកក្រោយទេជីទៅត្រង់ទៀតតែចេញទៅកន្លែងដើមវិញបងប្រុសហ្នឹងគាត់ថាកុំជីបកក្រោយអូនទៅត្រង់ទៀតគាត់ថាគាត់ឃើញអីទេគាត់អត់និយាយអីដែរគាត់ថាអត់ធុកហើយអីហើយយើងចាំតអត់ធុកយើងចាំនឹងអង្គុយ5 ត្រែងនៅហ្នឹងទៅគាត់អត់ធុកហ្នឹងគាត់ថាទៅត្រង់ទៀតទៅអីក៏ស្រួលនេះទៅត្រង់ទៀតទៅបងនឹងនាំផ្លូវបងគាត់ទៅម៉ូតូទី1វិញអញ្ចឹងគាត់ជិះទៅគឺចេញដល់ក្រៅវិញមែនទៅដល់ខាងក្រៅវិញមកវាអត់ត្រូវរឿងហ្នឹងហើយតែប៉ិតយើងត្រូវជិះបកក្រោយបានទៅដល់ក្រោយទៅដល់នេះទៅត្រង់ទៅតម្រង់ទៅបាយចេញមកកន្លែងដើមវិញហ្នឹងហើយមកក្រោយវិញខ្ញុំក៏ឆាក់ដែរខ្ញុំក៏ភ្ញាក់ដែរមិនបានត្រូវមកក្រោយមិនបានត្រូវទៅត្រង់មកកន្លែងដើមគាត់អត់និយាយដល់គាត់អត់និយាយដល់សួរគាត់ឆ្លើយដែរគាត់ថាកុំចង់ដឹងអូនទៅឲ្យតែបានសុខព្រោះយើងដើរលេងគាត់ច្បាស់ជាឃើញហើយហ្នឹងហើយខ្ញុំដឹងតែគាត់ឃើញអីតែគាត់អត់ប្រាប់តបមកក៏អត់បានដើរលេងហ្នឹងឯងអូខេអញ្ចឹងយើងទៅទិញរបស់របរថែមព្រោះទុកញ៉ាំយប់ហ្នឹងទៅកន្លែងអញ្ចឹងយើងទៅបោះតង់នៅជ្រុងមួយទឹកហ្នឹងវាធំអញ្ចឹងកន្លែងទឹកហ្នឹងវាធំស្រះបឹង
ហ្នឹងស្រះអបបឹងស្រះ នឹងទៅ ហ្នឹងហើយតែថាវានៅ ជាស្រះបឹងហ្នឹងហើយបើតូចស្រះបាទ ហ្នឹងហើយអញ្ចឹងយើងអត់នៅចំដោយសារតែទៅហ្នឹងវាមានគេដែរមានគេមានឯងអញ្ចឹងណាយើងទៅជ្រុងមួយទៀតរៀងស្ងាត់គេទៅផុតពីគេទៅជ្រុងហ្នឹងរៀងស្ងាត់មានមនុស្សទេអញ្ចឹងយើងបោះតាំងនៅហ្នឹងអញ្ចឹងរៀបចំបោះតាំងរៀបចំអីហើយអីចឹងទៅបងហ្នឹងគាត់មានទម្លាប់សែនមានថាគាត់ទៅដល់ណាគាត់ដាក់តិចតួចទៅឲ្យគេអីចឹងណាហ្នឹងហើយតាមពិតទៅខ្ញុំក៏ធ្វើចឹងដែរប៉ុន្តែពេលខ្លះខ្ញុំអត់ធ្វើខ្លាចគេបានចិត្ត យូ ហ្នឹងហើយបើទៅកន្លែងណាខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ស្រួលខ្ញុំអាចដាក់អាចអត់ទៀតបើមិនជាខ្ញុំមានអារម្មណ៍មួយថាចេះបើមិនជាគេមកឲ្យយើងសុខសប្បាយខ្ញុំដាក់ឲ្យតែបើមិនជាមកឆាឆាខ្ញុំមិនដាក់ឲ្យ នេះជាចក្ខុវិស័យរបស់ David ហ្នឹងហើយអាហ្នឹងខ្ញុំតែបើបងប្អូនហ្នឹងអត់ទេគាត់ថាគាត់ទៅណាគាត់ដាក់ដែរឲ្យតែគាត់ទៅកន្លែងចឹងទៅព្រៃទៅបោះតង់អីចឹងគាត់ក៏រៀបចំមកប្រអប់សបអប់បាយយើងហ្នឹងមានសាច់មានអីចឹងទៅគាត់យកទៅដាក់នៅជ្រុងផ្សេងចឹងណាហើយបន្ទាប់មកទៀតម្នាក់កហ្នឹងដដែលគាត់កំពុងតែរៀបតាំងរៀបអីចឹងណាគាត់ថាមេឃហប់ដូចពិបាករស់នៅបាក់នៅរៀបហប់ពិបាកនៅគាត់អត់ចេះនៅម្នាក់ហ្នឹងខ្ញុំគិតថាម្នាក់ណាដែលបោះតង់អីយ៉ាងបានចឹងហប់ពិបាកនៅអត់ចេះនៅរៀបចឹងខ្ញុំគិតថាហើយជាខុសអីទៀតហើយណាខុសអីទៀតហើយខ្ញុំអត់មកទៅបងនឹងគាត់អត់និយាយដែរគាត់មានមាត់មានអីទេព្រោះវាអត់ដឹងធ្វើមកយកបើមិនដឹងហ្នឹងវាអញ្ចឹងរហូតដល់យប់អញ្ចឹងពេលយប់ហ្នឹងយើងនឹងអង្គុយនៅដៃផ្ទុកភ្លើងអង្គុយលេងញ៉ាំអីផឹកអីចឹងទៅបន្ទាប់មកម្នាក់ហ្នឹងគាត់ទៅបាត់ជើងយកគាត់បាត់ជើងនៅណាទេគាត់ថាអូយជំនុំទុកទឹកទៅបាត់ជើងអីដឹងឯនៅនឹងមានទុកទឹកទេខ្ញុំទុកទឹកមានអីទេអញ្ចឹងដើរទៅកន្លែងគុំព្រៃណាមួយអញ្ចឹងមិនដឹងគាត់សុំអត់ទេមិនដឹងដែរប៉ុន្តែដឹងតែអត់សមមិនមនុស្សមាត់ដើរអញ្ចឹងហ្នឹងហើយអញ្ចឹង direction ដែលគាត់ដើរហ្នឹងគឺខ្ញុំអង្គុយអញ្ចឹងគាត់ដើរទៅនោះអញ្ចឹងខ្ញុំឃើញគាត់ដើរទៅតែពេលគាត់ដើរវិញខ្ញុំឃើញមានម្នាក់ទៀតដើរតាមគាត់មកដែរខ្មៅស្ទង់ហ្មងមិនឃើញអីដើរតាមគាត់តុកមកតែមកដល់ត្រឹមតាំងអត់មកទៀតទេមកតែគាត់ទេមកអង្គុយម្នាក់ហ្នឹងនៅឈរត្រឹងហ្នឹងហើយឈរត្រឹងអត់មកទៀតទេឈរចាំមើលវិញហ្នឹងហើយមានថាដូចតាំងយើងជុំគ្នាចេះបាទយើងអត់រីឆ្ងាយយើងរីជុំគ្នាចេះព្រោះសិតតអ្នកថ្មីសិតអ្នកអត់ដែរអញ្ចឹងយើងការពារអស់នេះយើងពាត់គ្នាអញ្ចឹងម្នាក់នឹងដើរទៅហើយពេលដើរមកវិញគឺចំ direction គឺចំអាផ្លាំងដែលខ្ញុំងើទៅឃើញគាត់នឹងមកអញ្ចឹងគាត់ដើរមកទៅឃើញមានសមោស្ទង់មួយទៀតដើរមកដែរខ្ញុំដំបូងគិតថាសមោគាត់អញ្ចឹងតែដល់ពេលតែគាត់ដើរមកផុតមិនសមោនៅឈរខ្ញុំកើតបាទតាមធម្មតាបើសមោក៏វានៅខាងក្រោមដែរវាមិនសមោណាស្មើគាត់ទេអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាអត់ស្រួលខ្ញុំប្រាប់បងប្រុសមួយតែគាត់នាំផ្លូវហ្នឹងគាត់ថាបងខ្ញុំឃើញអីដើរតាមអាកោនោះបងថាអានេះកុំមកចាំមើលបងមើលសិនមិនទៅអញ្ចឹងឡងពេលហ្នឹងគឺម្នាក់ហ្នឹងចាប់ដើមរៀងអត់ស្រួលបង្ហាញអាកប្បកិរិយាខុសធម្មតាបាទមកវិញឡើងមាត់ឡើងកអីអង្គុយថ្មឹងអង្គុយជុំមួយគេប៉ុន្តែអង្គុយថ្មឹងហ្មងគេហៅផាត់ក៏អត់ទេអង្គុយសឡឹងអង្គុយដូចមកតែអង្គុយស្កប់ហ្នឹងអង្គុយថ្មឹងហ្នឹងគាត់ថាហឺហ្នឹងហើយដកថើដូចដកថើធំតែលើមានសលេងមកហឺអញ្ចឹងដូចធ្ងោអ្នកឈឺតិចខ្ញុំយល់ហ្នឹងដល់ពេលហើយមានអ្នកសួរគោះមិនឲ្យកើតថៃអត់ឆ្លើយទេទៅអង្គុយនៅហឺអញ្ចឹងមកសតុះងើបទៅដេកងើបចូលទៅតាំងអត់និយាយហៅណាគេគឺងើបដើរទៅតាំងហ្មងអញ្ចឹងតាំងហ្នឹងអត់នៅមុខខ្ញុំទៀតទេតាំងនឹងទៅពីក្រោយចឹងអញ្ចឹងខ្ញុំអត់ឃើញអីណែនៅនឹងទៀតទេបានន័យថា David អង្គុយបែរខ្នងដាក់តាំងគាត់បាទតាំងគាត់វានៅវាមិនក្រោយត្រង់ចេះវាអាចប្រឆិតបន្តិចអីចឹងតែខ្ញុំអត់ងាកអីខ្ញុំអត់ងាកមើលចឹងដឹងថាគាត់និយាយតមកថាងួយដេកហើយទៅដេកហើយងើបទៅតែខ្ញុំអត់ចូលចិត្តដែរចូលប្រើនិយាយដូចឈួតចឹងណាខ្ញុំក៏ចូលចិត្តដែរចឹងងើបទៅចឹងណាបើនៅក្នុងចិត្តខ្ញុំងើបទៅក៏ល្អដែរនៅក៏អត់បានប្រយោជន៍អីដែរខ្លាចខ្ញុំខ្លាចតែនិយាយត្រឹងតិចទៀតទៅនិយាយអីផ្ដេសផ្ដាទៀតមិនអាសន្នឆាំទៅបាត់ពីមុខពីមាត់ឲ្យលឿនខ្ញុំទៅដេកទៅដេកឲ្យបាត់ទៅចឹងហើយក្នុងពេលដែលគាត់ដេកហ្នឹងតាំងគាត់អង្គើបញ្ញាដូចមានដូចគាត់ពងបញ្ញាមួយពីណាអញ្ចឹងតែតាំងហ្នឹងគាត់ដេកតែម្នាក់ឯងបញ្ញាអត់យល់មានថានៅក្នុងតាំងបើសិនជាយើងបញ្ញាទៅបញ្ញាមកតាំងវាអង្គើហ្នឹងហើយអញ្ចឹងលឺសលេងសូម្បីអ្នកនៅតែបែរទៅនឹងឃើញតាំងនឹងអង្គើបញ្ញាប៉ុន្តែតាំងអត់មានភ្លើងទេគឺលងតែឃើញតែតាំងនឹងគីកើអញ្ចឹងម្នាក់ខ្លាចម្នាក់នឹងខ្យល់កោមួយក៏ក្តៅពេកអីចឹងហត់ទៅបើកតាំងនឹងមើលប៉ុន្តែទៅថាតាំងម្នាក់នឹងដេកស្ងៀមដេកអង្គើហ្នឹងដេកធម្មតាដេកដូចយើងដេកធម្មតាស្ដាប់ព្រួយដេកធម្មតាចឹងណាបាទហ្នឹងហើយអញ្ចឹងយើងក៏អត់ចាប់អារម្មណ៍អីទៀតយើងគាត់ថាគីឡូខ្យល់ពេលហ្នឹងវាខ្យល់ដែរតិចចឹងណាហឹមអញ្ចឹងទៅអញ្ចឹងក៏យើងអត់ចាប់អារម្មណ៍គាត់ថាអូខេគីឡូខ្យល់អីចឹងទៅម្នាក់នឹងដេកក៏ដេកទៅអញ្ចឹងណារហូតដល់គ្រប់គ្នាទៅសម្រាប់អស់អញ្ចឹងក្នុងពេលដែលទៅសម្រាប់អស់ហ្នឹងខ្ញុំទៅសម្រាប់ដែរហើយប៉ុន្តែអីដែលខ្ញុំលឺខុសពីគេលឺខ្ញុំលឺសលេងកណ្ដឹងគោបាទហ្នឹងហើយសលេងកណ្ដឹងគោហើយយើងគេទៅនៅហ្នឹងមានគោមកពីណាហើយមិនសលេងគោហ្នឹងលឺមកទោះបីជាលឺតែឡោគោហ្នឹងហើយលឺគឹងអញ្ចឹងណាហេទៅឡើយដំបងឆ្ងាយយូរទៅចិត្តទៅដូចដើរមករកកន្លែងយើងអញ្ចឹងហ្នឹងហើយអញ្ចឹងម្លងពេលហ្នឹងខ្ញុំអត់ចេះគេងទេតែប៉ុន្តែខ្ញុំអត់ចេះគេងបោះតាំងទេប៉ុន្តែដោយសារតែគេទៅខ្ញុំទៅដែរអញ្ចឹងយើងចង់សាកដែរអញ្ចឹងម្លងពេលហ្នឹងគឺសលេងហ្នឹងគឺលឺហួចបាត់
នៅពេលដែលបាត់ហ្នឹងខ្ញុំឮសលេងដូចគេទាត់ធ្លុកភ្លើងមកជើងផាំងទាត់ធ្លុកភ្លើងប្រៅហ្មងតបមកពេលដែលម្លងពេលដែលឮអាហ្នឹងខ្ញុំឮសលេងតង់ម្នាក់កហ្នឹងស្រែកកុំប៉ះខ្ញុំចាញ់ហើយកុំប៉ះខ្ញុំពុកព្រីប្រះពេញហ្នឹងឡើង everyone ភ្ញាក់ម្នាក់ភ្ញាក់កើតថៃមិនទៅតែពេលម្នាក់ភ្ញាក់មកគាត់ថាគេឃើញគេមកចាប់ទីងដៃវាទៅគេថាវាអត់ទៅគេវានៅពងញ៉ាពីនៅហ្នឹងគាត់បានប្រាប់អំពីសាវតាឬក៏រូបសន្តានអ្នកដែលមកចាប់នឹងបែបណាទេតាខ្មៅសបល់ខ្មៅតែវាធំហើយដើរមកចាប់ដៃទាញទៅតែវាពងញ៉ាដែរអត់ទៅហើយអញ្ចឹងបានចេញជាសលេងកុំចាប់ខ្ញុំហ្នឹងខ្ញុំមកទៅទេហ្នឹងចេញមកហើយអីដែលយើងឃើញគឺចេញមកពួកភ្លើងរាយមែនមានគេទាត់មែនប៉ុន្តែកន្លែងយើងនៅវាអត់មានមនុស្សទេអញ្ចឹងមិនបានពួកភ្លើងនឹងទាត់បើសិនជាអាឡុងក៏វាមិនរាយដែរនេះរាយហ្មងដូចមួយជើងទៅរាយពេញហ្នឹងហ្មងឡើងរត់រាយពេញហ្នឹងហ្មងវាអញ្ចឹងបាទហ្នឹងហើយអញ្ចឹងឡងពេលហ្នឹងម្នាក់ហ្នឹងចាប់ដើមអត់ស្រួលខ្លាំងហ្មងហើយយកដឹងថាមិនទេយើងក៏អត់ដឹងថាវាមានបញ្ហាអីដែរខ្ញុំដកខ្សែកខ្ញុំដល់ម្នាក់ហ្នឹងពាក់ខ្ញុំដល់ម្នាក់ពាក់សិនពេលទៅម្នាក់ហ្នឹងយើងថយវិញលែងអង្គុយស្ងៀមវិញអញ្ចឹងឡងពេលដែលគាត់អង្គុយស្ងៀមហ្នឹងគាត់សើចស្ងួតជ្រើងហ្មងសើចចឹងហើយគាត់ថាហើយបើហឺនណាសំដីឲ្យបើហឺនណានិយាយចឹងមកស្រស់ញឹងមកហើយមិនសលេងគាត់ទេសលេងស្អកមកស្អកហើយបើហឺនណាចឹងមិនណាតែមិនស្អកចឹងពេកតែសលេងធំសលេងធំហ្នឹងហើយអញ្ចឹងយើងក៏និយាយមួយទៅថាខុសកូនចៅខុសអីតែចង់បានអីចឹងទៅគាត់អត់មានគាត់ឲ្យសុំកម្មាទោសគាត់ដោយសារយើងប្រហឺនតែហឺនមែនអ្នកនឹងហឺនមែនអញ្ចឹងហើយគាត់ថាពួកឯងសំណាងហើយមានអ្នកថែបើអត់ទេអញកាច់ហើយបុគ្គលកហ្នឹងឬក៏មកក្រុមហ្នឹងមានអ្នកជួយរងជួយមកជួយគ្នាជួយចោចាហ្នឹងហើយជួយគ្នាបានណាបើអត់ទេគាត់កាច់ហើយយើងឡើងអស់លីងហ្មងហើយខ្ញុំតែខ្ញុំដោះខ្សែកចេញខ្លួនខ្ញុំក៏មានអារម្មណ៍ថាអត់ស្រួលដែរខ្ញុំឡើងទៅចាក់ចុងដៃចុងជើងខ្ញុំថាយើងអត់ស្រួលហ្មងណាយើងទទួលអារម្មណ៍ថាខ្ញុំអត់ស្រួលហ្មងក៏ចរចាទៀតទៅគាត់ចង់បានអីទៅមួយខំប្រឹងសុំទៅថាឥឡូវចាំផឹកទៅយប់ហើយព្រោះឥឡូវវាយប់ហើយអត់ដឹងទៅណាទេយប់អាទិត្យហើយក៏ស្ងាត់ដួលដេកផឹងទៅហ្មងអញ្ចឹងដួលទៅទាំងទាំងហ្មងមិន motion ទៅមិនដួលរបៀបថាទៅគេងវិញហ្នឹងហើយអត់ទេយឺតទៅម្ដងហ្មងផឹងទៅហ្មងហ្នឹងហើយខ្ញុំអត់ដកខ្សែកចេញខ្ញុំខ្លាចបញ្ហាទេខ្ញុំឲ្យគាត់ពាក់ខ្សែកខ្ញុំជប់ទូភ្លឺតែខ្ញុំអត់ត្រូវឲ្យខ្សែកនឹងពាក់ទេមែនតើដោយសារខ្ញុំស្អប់ដែរមែនតើខ្ញុំអត់ចូលចិត្តតែប៉ុន្តែកន្លែងតែសាក់អញ្ចឹងអត់ចូលចិត្តនឹងទប់លងសិនហ្នឹងហើយដោះស្រាយមកយប់នឹងសិនអញ្ចឹងអញ្ចឹងម្លងពេលទាំងអស់ហ្នឹងរហូតដល់ផឹកអត់មានបញ្ហាអីទេអត់មានអីទេរហូតដល់ផឹកឡើងយើងទិញខ្សែអីហើយពេលចេញទៅវិញយើងទៅឲ្យធូបទៀតវាថាយើងសុំកម្មាទោសអីចឹងទៅបើយើងខុសមាត់ខុសកអីផ្សេងកុំឲ្យយើងមានបញ្ហាអីចឹងណាតាមផ្លូវសុខសប្បាយអីចឹងទៅហូហែអញ្ចឹងក៏តាមផ្លូវមកសុខសប្បាយរហូតដល់ទៅប៉ុន្តែម្នាក់ហ្នឹងពេលហើយគាត់ឈឺទៅស្រោចទឹកដូចជាផលវត្តហែហ្នឹងហើយតើគាត់បាត់ឈឺគាត់ហ្នឹងតែរឿងហ្នឹងប៉ុណ្្នឹងហ្នឹងហើយខ្ញុំស្អប់ការបោះតង់ជាទីបំផុតចឹងហើយទៅខ្ញុំប្រាប់ថាបងប្អូនហើយកុំតនេមកព្រោះខ្ញុំបោះតង់អ្នកណាក៏ដោយអញ្ជើញទៅចុះអ្នកខ្លះនៅក្រុមអាជីវកម្មដែលខ្ញុំរាប់អានណាអូឡើងទៅព្រំនេះបោះតង់អញ្ជើញតាមសម្រួលចុះព្រោះខ្ញុំដឹងខ្លួនឯងថាមាត់ខ្ញុំមិន7ប្រពោចទេប៉ុន្តែខ្ញុំខ្លួនឯងប្រយ័ត្នអញ្ចឹងក្នុងករណីដែលប្រយ័ត្នខ្លាំងពេកក៏អាចបំភ័យខ្លួនឯងអញ្ចឹងខ្ញុំមិនចង់ធ្វើអារម្មណ៍ហ្នឹងទេឬក៏បើចៃដន្យអីថ្ងៃដែលខ្ញុំទៅជាមួយពួកគាត់មានម្នាក់និយាយលពិលលពូចអ្នកដោះស្រាយដោយដេវីហ្នឹងគឺជាខ្ញុំអត់ចង់ទៅខ្ញុំអត់ចង់ដាច់ខាតខ្ញុំឲ្យទៅមួយធីមទៅមួយអីចឹងខ្ញុំដូចអ្នកដោះស្រាយបញ្ហាហ្នឹងឲ្យគេចឹងបាទអញ្ចឹងពេលខ្លះខ្ញុំទៅមួយចឹងខ្ញុំចេះតែប្រាប់កុំណាបើខ្ញុំថាអត់ស្រួលអត់ទៅកុំទេបាទកុំធ្វើអីកុំចង់ដឹងចង់ឮគឺរឿងខ្លះគេអត់ចង់ឲ្យយើងដឹងកុំដឹងអីកុំចង់ឮកុំចង់ប៉ះកុំចង់ផលកុំចង់ឃើញអីចឹងណាហ្នឹងហើយតែវាចម្លែកត្រង់ចែកមិត្តភ័ក្តិរបស់ David គួរតែដឹងពីសាវតាឬក៏អត្តចរិតអរិយាប័ត្ររបស់មិត្តភ័ក្តិរបស់ខ្លួនតែជាបុគ្គលកហ្នឹងហើយហើយគាត់ខ្ញុំសន្មតថាមិនមែនជាលើកទី1ដែលគាត់ចូលព្រៃទេម្នាក់ពួកម៉ាក់ខ្ញុំហ្នឹងមិនមែនលើកទី1ទេប៉ុន្តែម្នាក់កហ្នឹងអាចលើកទី1ប៉ុន្តែអាហ្នឹងជាសំណួរថាចេះគាត់ខ្លួនឯងគួរដឹងពីច្បាប់ទម្លាប់ច្បាប់វិន័យឬក៏បំរាមមួយចំនួនក្នុងការចូលព្រៃហីបាទហើយគាត់ច្បាស់ណាស់ប្រកាសជាស្គាល់ចរិតពួកម៉ាក់គាត់ហីហ្នឹងហើយប៉ុន្តែហេតុអីណាហៅមកខ្ញុំអត់ដឹងដែរអាហ្នឹងអីតែខ្ញុំអត់ដឹងនឹងឯងព្រោះវាដល់ពេលយើងចប់អត់ទៅខ្ញុំសួរមិនបានត្រូវហៅម្នាក់ហ្នឹងមកធ្វើអីព្រោះដឹងតែចឹងតែធ្វើមិនទេមកទៅបានគ្នាសប្បាយអស់គ្នាហ្នឹងសប្បាយបណ្ដោយសប្បាយហ្មងអូយសប្បាយរវល់គេពេញមកតាំង
nếuវាអត់ប្រើទៅដល់អ្នកផ្សេងតែនៅកន្លែងផ្សេងទៀតចឹងនឹងវានៅតែមកលុកយើងតែខ្ញុំទេអាហ្នឹងក៏ជាកត្តាដែរណាដោយសារតែយើងនៅឆ្ងាយខ្លាំងពេកបើយើងមកប្លុកជាមួយគេមានការអីមានគេមានឯងជួយដោយសារយើងចង់បាន privacy ណាឯកជនភាពរបស់ខ្លួនឯងណាខ្លាចប៉ះពាល់គេចង់សុបាយខ្លួនឯងគ្រុងក្រាក់រឿងតែខ្លួនឯងនឹងបដ ாய் មែនតើវាខ្ញុំពិបាកថាតែពេលហ្នឹងហើយសូម្បីតែខ្ញុំឮចាស់គាត់និយាយគាត់ថាកុំសូវទៅលេងនៅនឹងអីណូខ្ញុំថានៅនឹងវាមានបញ្ហាអីទេប៉ុន្តែអ្នកដែលគាត់មានអ្នកកាន់មួយក៏មានអីចឹងនៅនឹងវាសបោឋានទៅហ្នឹងហើយខ្ញុំក៏ធ្លាប់ឮគេនិយាយនៅនឹងមានច្រើនអញ្ចឹងជួនកាលទៅយើងអាចអត់ដឹងខ្លួនទៅប៉ះទៅពីអីចឹងទៅប៉ះពាល់ដោយកតាណាមួយអញ្ចឹងហ្នឹងតែអ្នកទៅលេងនៅទៅលេងចឹងអ្នកដើរលេងសប្បាយគេដើរលេងសប្បាយគេអ្នកអត់ដឹងមិនមានកំហុសហ្នឹងហើយអ្នកដើរមានកំហុសអ្នកតែដឹងតែផ្កើនបាទអ្នកខ្លះដឹងហើយតែផ្កើនហ្នឹងហើយបើយើងទៅយើងកុំមកកំកទៅតែប៉ះតែអីទេតែរំលីថាស្អាតទេសភាពក៏ស្អាតថតរូបក៏ស្អាតមកកាហ្វេប៉ុន្តែណាតែអ្នកទៅអីផ្កើនទេបើអ្នកទៅអត់ផ្កើនក៏អីដែរធម្មតាសប្បាយអញ្ចឹងយ៉ាងមិនដែរបងប្អូនទាំងអស់គ្នាសាច់រឿងមួយនេះខ្ញុំគិតថាឆ្ងាញ់ថតគាត់បានថតរឿងខ្លីបានសង្ឃឹមថាសាច់រឿងរបស់ David ទាំងប៉ុន្មានដែលបានចែករំលែកនេះដដែលនេះគឺជាបទពិសោធន៍របស់ David 100% ណោះជាបទពិសោធន៍ផ្ទាល់ខ្លួនតែម្ដងបាទអញ្ចឹងទៅមិនថាតើបើតែលើខ្លួនគេស្រែកថាឈឺយើងអត់ដឹងថាឈឺប៉ុណ្ណាតើយើងអ្នកកើតហ្មងទៅមិនដឹងអញ្ចឹងសម្រាប់បងប្អូនមួយចំនួនបើគាត់យល់ថាអូរឿងនឹងប្រឌិតទេបោកប្រាស់ទេប៉ះចំអាជីពជា director ចេះទៀតប្រកែនិពន្ធរឿងផងធ្វើឲ្យគេគិតថាអូអានឹងជាការបោកប្រាស់ជាការអីយ៉ាងណាមិញក៏ចាត់ទុកថាបងប្អូនទាំងអស់គ្នាបានស្ដាប់រយៈពេល1ម៉ោង20នាទី1ម៉ោងកន្លះអីជាការកំសាន្តរបស់បងប្អូនទាំងអស់គ្នាជាងការដូរបទចម្រៀងប៉ុន្តែតដែលសូមរក្សាភាពគួរនិយាយថាម៉េចកុំប្រមាទហើយអ្វីដែលសំខាន់បំផុតសម្រាប់អ្នកដែលជឿទៅលើរឿងអបិយជំនឿសង្ឃឹមថាសាច់រឿងទាំងប៉ុន្មានដែលបានកើតឡើងនៅលើ David មានភាពប្រហាក់ប្រហែលព្រោះបទយោងទៅតាមបទពិសោធន៍ដែលខ្ញុំអានសាច់រឿងប្រិយមិត្តច្រើននិងមានគេចែករំលែកមកខ្ញុំច្រើនឃើញថាសាច់រឿងឧទាហរណ៍ថាបោះតង់វាផ្លូវទៅមួយឯងវាប្រហាក់ហែលគ្នាគ្រាន់តែអ្នកចូលមកផ្សេងគ្នាការដោះស្រាយផ្សេងគ្នាការភ័យខ្លាចភ័យរន្ធត់របស់ខ្លួនឯងនឹងវាផ្សេងគ្នាបាទប៉ុន្តែបើសាច់រឿងហ្មងវាប្រហាក់គ្នាអញ្ចឹងអ្នកដែលធ្លាប់បោះតង់ឬគេនៅអូតែលគេនៅទស្សនៈអាចប្រហែលគ្នាបានអាចដឹងហ្មងបើអ្នកដែលធ្លាប់ជួបថារឿងនេះរឿងពិតហ្នឹងខ្ញុំធ្លាប់ជួបប្រហែលហ្នឹងដែរហ្នឹងហើយអញ្ចឹងជាចុងបញ្ចប់មានពីអ្វី5ផ្ញើទៅអតិថិជនទេប្រិយមិត្តជួយឲ្យអូខេអញ្ចឹងជាចុងក្រោយខ្ញុំមានអីច្រើនទេជូនពរបងរ៉ូស៊ីកាន់តែមានបានកម្មវិធីជាអ្វីនឹងកាន់តែរីកចម្រើនទៅមុខទៀតហើយខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាដែរបើសិនជាយើងអត់ជឿយើងកុំប្រមាថអីពីព្រោះដោយសារតែរឿងខ្លះយើងអត់ឃើញនឹងភ្នែកទេហើយរឿងទាំងអស់ហ្នឹងក៏វាអាចកើតលើយើងក៏វាអត់អាចដែរអញ្ចឹងណាអញ្ចឹងបើសិនយើងគិតថាគេជឿបើយើងអត់ជឿទេយើងកុំនិយាយអីផ្ដេសផ្ដាសអីយើងគ្រាន់តែតាមគេទៅបើគេជឿក៏គេជឿទៅយើងកុំធ្វើអីផ្ដេសផ្ដាសដូចរឿងដែលខ្ញុំចែកម្លេចអញ្ចឹងបើសិនជាឧទាហរណ៍យើងអត់ជឿហើយយើងប្រមាថទៀតចុងក្រោយគេអ្នកទៅដោះស្រាយបញ្ហាឲ្យយើងទាំងដែរអីរបស់គេហ្នឹងគឺទៅដើម្បីសុបាយទេប៉ុន្តែវាអត់សុបាយវាត្រូវជួយដោះស្រាយបញ្ហាឲ្យទៀតហើយអាហ្នឹងនេះល្អដោះស្រាយបានចុះបើមានរឿងវែងឆ្ងាយដែលដោះស្រាយអត់បានទៀតអាហ្នឹងវាហៅថាកាន់តែវែងឆ្ងាយទៅហ្នឹងវាអាចមានករណីដល់រឿងណាមួយដែលយើងនឹកស្មានមិនដល់ទៀតអញ្ចឹងវាយើងគ្រាន់តែជឿបើយើងអត់ជឿទេយើងកុំប្រមាថអីយើងគ្រាន់តែអូខេយើងដឹងថាមានបើមានយើងជឿក៏ជឿទៅបើយើងអត់ជឿទេកុំប្រមាថទេត្រង់ចំណុចនេះខ្ញុំចង់បន្ថែមពីលើបន្តិចមានករណីមួយកើតឡើងលើមិត្តភក្តិរបស់ខ្ញុំណាមិត្តភក្តិរបស់ខ្ញុំគាត់ទៅជាមួយបងប្អូនរបស់គាត់ឡាក់នឹងឡាក់អីចឹងទៅបងប្អូនគាត់ងំសង្សារងំអីចឹងច្រើនទៅសៀមរាបដូចគ្នាទៅសៀមរាបណាតែគាត់ថាកន្លែងហូតែលរបស់គាត់ហ្នឹងរៀងចូលជ្រៅផ្លូវគ្រូខំជ្រៅមែនទែនផ្លូវក៏ដីហមរៀងជ្រៅមែនទែនទៅដល់កន្លែងគាត់គេហ្នឹងមិនដឹងថាមានរឿងអីទេមិនដឹងថាមានរឿងអីក្នុងករណីដូចប្រមាថឬក៏ស្អីទេណាបាទនៅកន្លែងហ្នឹងគឺមានវិញ្ញាណមនុស្សស្រីរូបក្រហមអូតាមតាំងពីនងយកស្រោចទឹកទាំងយប់ឆ្លោះគ្នាជាមួយលោកឆ្លោះគ្នាជាមួយអាចារ្យអានេះខ្ញុំអត់ដឹងលម្អិតទេអានេះខ្ញុំដឹងទ្រូៗទេមកដល់បំពេញវិញតាមដល់បំពេញមួយខែទៀតទៅដោះស្រាយហើយមួយខែហ្នឹងគឺអត់មានបានធ្វើអីគឺដោះស្រាយរហូតនេះហើយដែលខ្ញុំចង់បន្ថែមសេចក្តីជូនទៅប្រិយមិត្តទៅលើសម្ដីរបស់ David ថាពេលខ្លះអាភាពចង់អស់ចារបស់ខ្លួនឯងវាមិនដែលមានទេតនេប្រមាថតែខ្លួនឯងណាបង្កឲ្យមួយក្រុមដែលគេចង់សុបាយដែលមិនបាននិយាយអីទទួលរងជាមួយហ្នឹងហើយបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាមេត្តាយល់ត្រង់ចំណុចនេះពីកម្មវិធីជាអ្វីអរគុណមែនតើសម្រាប់ពេលវេលាដ៏មានតម្លៃរបស់ David ហើយជាចុងក្រោយនេះពួកយើងក៏មានមួក merchandise របស់ជាអ្វីជូនទៅ David ដែរសង្ឃឹមថាបានជួបគ្នាម្ដងទៀតមានរឿងរ៉ាវថ្មីជាច្រើនទៀតមិនមែនជូនពរទេតែសង្ឃឹមថានឹងមានការចែករំលែកបន្ថែមទៀតពី David នៅក្នុងឱកាសក្រោយបាទអូខេនៅពេលនេះកម្មវិធីជាអ្វីពីខ្ញុំបាទវីទូនិង David សូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅអេពីសូតក្រោយទៀតViên hỏi mente, mi nè, mi cô gaga. Ngang.